ជាប់ហើយម៉ូតូរបស់ខ្ញុំលោកបាក់បោចំណិចហ្នឹងគឺគាត់ហេតុអីបានជាគាត់នៅទីនេះបាត់ស្ដាំមកច្បាប់ឆ្លៃត្រឹមតែចែកបានតែបានក្មេងប្រុសម្នាក់ជួយសង្គ្រោះរូបរាងរបស់គេពិតជាតែចិត្តខ្ញុំហ្នឹងឈ្មោះអីដែរបងស្រីខ្ញុំឈ្មោះឈីសេងប៉ុន្តែក្មេងប្រុសនៅពីមុខខ្ញុំនេះគេគ្មានស្នាមបេះដូងទេហេតុអីបានខ្ញុំមានអារម្មណ៍ថាគេគឺជាក្មេងប្រុសម្នាក់នោះដែលខ្ញុំកំពុងតាមរកឯងមានឈ្មោះអីដែរបងស្រីខ្ញុំឈ្មោះជាងយ៉ាងអាយុប្រហែលពេញវ័យហើយមែនទេអាយុ21ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យពេកាំងគេនៅជានិស្សិតមហាវិទ្យាល័យនៅឡើយបងស្រីខ្ញុំដឹងថាខ្ញុំខុសដែលធ្វើឲ្យប៉ះឡានរបស់បងអញ្ចឹងប្រាប់ខ្ញុំមកតើអស់ប្រហែលចាំខ្ញុំចេញសងមិនថ្លៃទេត្រឹមតែ20,000យួនគឺគ្រប់គ្រាន់ហើយថាម៉េច20,000យួនខ្ញុំទុកពេលមួយសប្តាហ៍ដើម្បីឲ្យឯងប្រមូលលុយមួយសប្តាហ៍មិនលឿនពេកទេដឹងទោះខ្ញុំមិនហូបមិនផឹករាល់ថ្ងៃក៏សន្សំមិនបានផងខ្ញុំត្រូវចំណាយពេល3ឆ្នាំឯនោះទើបអាចរកប្រាក់20,000នេះបាននេះត្រឹមមួយសប្តាហ៍ហើយនេះគឺនាងសុងវិញយូគ្រួសារសុងតាពាក់កណ្ដាលទីក្រុងពេកាំងនេះសុទ្ធតែជារបស់គ្រួសារសុងទាំងអស់នឹងតើធ្វើយ៉ាងម៉េចទៅបើឯងមិនអាចប្រមូលលុយក្រុមខ្ញុំមានវិធីមួយទៀតពេលនេះឯងណាខ្ញុំទៅរកឯងបងស្រីសុងបងថាមានវិធីផ្សេងមួយទៀតដើម្បីទូទាត់សំណងតើជាវិធីអ្វីទៅនិយាយស្មោះត្រង់ទៅខ្ញុំចាប់អារម្មណ៍លើរាងកាយរបស់ឯងខ្ញុំចង់ឲ្យឯងទៅជាមួយខ្ញុំសុំទោសខ្ញុំមិនព្រមទេ20,000យួនឲ្យលុយសុទ្ធឬកាន់អ្នកនាងសុងត្រឹមពេលមួយសប្តាហ៍ខ្ញុំពិតជាមិនអាចរកប្រាក់បានច្រើនយ៉ាងនេះទេសុំលុយឬក៏ធ្វើតាមខ្ញុំសុំទោសខ្ញុំធ្វើមិនបានទេអ្នកនាងសុងកុំមកខំខ្ញុំតើបានទេអាណិតណាតែខ្ញុំចូលចិត្តបង្ខំមនុស្សឲ្យធ្វើអ្វីដែលមិនចង់ធ្វើលើពីនេះទៀតខ្ញុំកំពុងពមៀនឯងបើមិនចង់ឲ្យខ្ញុំរំខានឯងដល់សាលារាល់ថ្ងៃទេឬមិនចង់ឲ្យមិត្តរួមថ្នាក់នឹងគ្រួសាររបស់ឯងដឹងនោះទេកុំរឹងរូសឲ្យសោះខ្ញុំធ្វើតាមខ្ញុំសន្យាប្រសើរមែនទេមើលទៅសង្ហាន់ណាចាំមិញស្ដាយក្រោយហីខ្ញុំទៅងូតទឹកទៅលាងស្អាតហើយហីអមចុះមកហៅខ្ញុំភ្ញាក់ហើយហីអ្នកនាងសុងពួកយើងដោះស្រាយទៅហើយខ្ញុំលែងជាពាក់អ្នកនាងហើយមែនទេចេញទៅសៀងចាងអញមិនអាចគេចផុតពីខ្ញុំបានទេអ្នកនាងសុំនៅមិនទាន់ត្រឡប់មកវិញទេខ្ញុំត្រូវត្រឡប់មកវិញនៅថ្ងៃស្អែកម្ដងទៀតយ៉ាសានសៀងចាងត្រូវគេចាប់បាននៅមុខបែបនេះខ្ញុំច្បាស់ជាជិះមិនផុតពីការជេរប្រមាណមិនបានទេត្រូវតែផ្ដំមេរៀនឲ្យគេបងឡុងបងត្រូវតែបដាគេឲ្យខ្ញុំណាយកមិញពេលចិត្តបដប់ផ្ទះភ្លាមនោះគេបានសប្បាយអោបខ្ញុំពេលនោះបើខ្ញុំរត់មិនទាន់ទេមនុស្សអាក្រក់នេះច្បាស់ជាធ្វើបាបខ្ញុំមិនខានយោសំណប់ចិត្តកុំអារម្មណ៍អីចាំបងឡុងបដៅវាឲ្យអូនពួកលោកចង់ធ្វើអីសំណប់ចិត្តតើអូនចង់ដាក់ទោសវាយ៉ាងម៉េចតោះដែលគេចង់កេងចំណេញពីខ្ញុំត្រូវកាត់អណ្ដាតវាយបំបាក់ជើងរបស់គេតោះតែបែបនេះតើគេមិនធ្វើអាក្រក់ទៅថ្ងៃក្រោយទៀតតែបានលឺទេនេះគឺជាផ្ទះវិឡាឯកជនលោកមិនក៏ហ៊ានធ្វើបដិបត្តិបែបនេះអាក្មេងតូចអាយក៏មកសួរយើងថាជាអ្នកណានៅតំបន់ខាងជើងនៃទីក្រុងប៉េកាំងទាំងមូលអ្នកណាថាមិនស្គាល់ឈ្មោះឡុងខឺយើងនោះលេខខ្ញុំទៅឆាប់លេងគេភ្លាមអ្នកនាងសុងនាងឆ្កែញីនេះមកពីណាមិនក៏ហ៊ានក៏អត់កតោដាក់បងឡុងឆាប់អត់មកទៅអ្នកនាងសុងថ្មីរបស់ខ្ញុំមិនស្គាល់ទេខ្ពស់នាងមានតែភ្នែកអត់ស្រីទេពួកឯងនៅដល់ណាទៀតមិនកំឡៃទៅត្រូវវាយបំបាក់ជើងសិនទៅរៀងចាំងហ៎អ្នកនាងសុងខ្ញុំខុសហើយអ្នកនាងសុងលើកឡើងខ្ញុំដល់ទៅកុំឲ្យខ្ញុំឃើញលោកនៅពេលកាំងម្ដងទៀតអីសោះបើមិនដូចនេះទេខ្ញុំមិនទៅឆ្ងាយខ្ញុំមិនអត់ឃើញទេអ្នកនាងសុងអរគុណដែលបានជួយខ្ញុំមិនបាច់គួរសមទេចឹងណាខ្ញុំក៏មិនមែនជាមនុស្សល្អដែរអ្នកនាងសុំម្សិលមិញខ្ញុំភ្លេចទូរស័ព្ទដៃតើអ្នកនាងបានឃើញដែរទេឯងប្រាប់យើងបានទេមីយូថាឯងពិតជាចូលចិត្តកូនឆ្កែតូចម្នាក់នេះអេក្មេងល្ងងឯងបានឃើញពីអត្តពលរបស់អ្នកនាងសុំហើយមែនទេឯងត្រឡប់ទៅមុនទេខ្ញុំមានธุរៈបន្តថ្ងៃស្អែកចាំនិយាយគ្នាឯងនេះពិតជាឲ្យតម្លៃប្រុសក្មេងជាងមិត្តភក្តិមែន
អេណែអ្នកនាងសុងចង់ធ្វើអីទៀតហើយ បងស្រីមិនចង់បានអីទេគ្រាន់តែចង់សញ្ញានិយាយស្មោះត្រង់ទៅរាល់ពេលដែលខ្ញុំឃើញឯងខ្ញុំចេះតែចង់ដេកជាមួយឯងពន្លឺភ្នែករបស់ឯងពិតជាសិចស៊ីនណារួមទាំងបជ្រុយតូចនៅលើចង្កោឯងទៀតធ្វើឲ្យខ្ញុំទប់អារម្មណ៍មិនបានដូច្នេះខ្ញុំរាប់ដល់3បើមិនសន្យាខ្ញុំនឹងបោះទូរស័ព្ទឯងចូលទៅក្នុងទឹកឯងក៏ដឹងដែរថាខ្ញុំមានវិធីច្រើនណាស់ដើម្បីឲ្យឯងយល់ព្រម1 2 3 បានខ្ញុំយល់ព្រមអ្នកនាងសុងអ្នកនាងចង់ធ្វើអីទៀតហើយ សកម្មភាពបែបនេះមិនមែនលើកទី1ឯងនៅមិនយល់ទៀតទេ គឺខ្ញុំមិនចង់ក្បត់ខ្លួនឯងទេ ប៉ុន្តែនៅយប់នោះខ្ញុំធ្វើឲ្យឯងមិនពេញចិត្តទេបើអញ្ចឹងយប់នេះខ្ញុំនឹងធ្វើតាមឯងយ៉ាងម៉េចសោកស្ដាយនៅពេលនេះវាយឺតពេលហើយអោបខ្ញុំមកមនុស្សស្រីសុំវិញ្ញូនេះពិតជាអាក្រក់ខ្លាំងពេកហើយ ជួបគ្នាពេលក្រោយ នៅទីនេះគឺជាសន្តាគារលំដាប់ខ្ពស់បំផុតនៅក្រុងប៉េកាំងមនុស្សម្នាក់ទទួលខុសត្រូវបន្ទប់មួយយើងនៅក្នុងបន្ទប់ទាំងអស់សុទ្ធតែជាអ្នកមានមុខមានមាត់នៅក្រុងប៉េកាំងដូច្នេះអ្នកទាំងពីរត្រូវតែប្រយ័ត្នឲ្យបានល្អបំផុតបាទអ្នកគ្រប់គ្រងដៃយឺត ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចំណេញចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ សៀងយ៉ាងប្រាក់ខែគោលនៅទីនេះគឺ 10000 បើសិនជាយើងធ្វើឲ្យភ្ញៀវពេញចិត្តនឹងទទួលបានប្រាក់ខែបន្ថែមទៀតដូច្នេះថ្លៃសិក្សានិងថ្លៃរស់នៅរបស់ពួកយើងនឹងអាចដោះស្រាយបានតើយើងនិយាយត្រូវដែរទេបន្ទាប់មកពួកយើងមិនចាំបាច់រស់នៅបន្ទប់ជួលទៀតនោះទេ កូនឆ្កែតូចនេះមើលទៅសង្ហាទៀតហើយ ហើយចាមិនបើខ្ញុំមានអារម្មណ៍ថានាងសម្លឹងមើលមកខ្ញុំអូខ្ញុំត្រូវទៅបន្ទប់របស់នាងខ្ញុំទៅមិនហើយហើយមកផឹកស្រាលើតុនេះទាំងអស់អស់ទៅ ស្រានេះគឺច្រើនពេកហើយ យើងប្រាប់ឯងឲ្យឯងផឹកទៅបើបងលីឲ្យឯងផឹកទៅចាំបាច់តវ៉ាធ្វើអីបងលីខំមានទឹកចិត្តឯងមានសមត្ថភាពទៅវាទេ បើខ្ញុំផឹកស្រានេះអស់ប្រកាសជាស្លាប់ជាមិនខានទេ ចាំវាឲ្យជាប់ទៅមិនស្រកស្រាវាផឹកឲ្យអស់ លេខខ្ញុំទៅ នេះជាតួដែលឯងហ៊ានបដិសេធជាមួយនឹងយើងហ៊ានធ្វើឲ្យយើងឈឺផងឯងដឹងថាយើងឈឺណាស់ទេ មិនអីទេ មិនអីទេ អ្នកនេះសុងអ្នកនេះមិនអីទេ ខ្ញុំមិនអីទេ អ្នកនេះសុងអាក្មេងម្នាក់នេះមិនស្ដាប់មកគាត់ខ្ញុំកំពុងតែបង្រៀនវា មិនសមហេតុផលលោកឲ្យខ្ញុំផឹកស្រាទាំងអស់នៅលើតុនេះ ហ៊ានធ្វើបាបមនុស្សរបស់សងមីនយូខ្ញុំនឹងឲ្យលោកស្គាល់មេរៀនខ្លះចង់ផឹកណាស់មែនទេលើកស្រាមកដាក់លើតុ40ដបមកចាប់គេបញ្ចក់ឲ្យអស់ទៅ អ្នកនេះសុងខ្ញុំខុសហើយជាតិស្រាច្រើនអាចស្លាប់បានលើកលែងខ្ញុំរងទៅ លោកជាអ្នកសាងរឿងដល់ខ្លួនឯងគួរតែទូទាត់សងវិញមិនចឹងហ៎ អ្នកពួកឯងចាំធ្វើអី ហេផឹកទៅ អ្នកខ្ញុំទៅ ឆាប់ផឹកទៅ ហើយយ៉ាអ្នកនាងសងរបស់យើងខំជួយឲ្យមិនអរគុណមួយម៉ាន់បើសិនបើនាងមកមិនទាន់ទេដបស្រានោះច្បាស់ជានៅលើក្បាលរបស់ឯងហើយ អរគុណបងស្រីមីញូ ថោចចេញឲ្យឆ្ងាយទៅសងមីយូបញ្ហាដោះស្រាយរួចហើយតោះទៅបន្ទប់វិញ អេណែ គឺដោយសារតែឯងតើយើងមីយូត្រូវឈឺបែបនេះសំណាងឲ្យដែលនាងមិនដួល បងស្រីយូខ្ញុំសុំទោសដែលធ្វើឲ្យលំបាកបែបនេះ សុំតបានអីមកវិញមិនបញ្ឆាប់ជួយគ្រាអ្នកនាងសងភ្លាមទៅ
អេក្មេងល្ងងនេះនៅឈប់ដល់ណាទៀតឆាប់បាញ់អ្នកនាងសងភ្លាមតើ បងស្រីអនុញ្ញាតឲ្យខ្ញុំផងចុះអេណែ សៀងយ៉ាងអញចូលចិត្តបងស្រីទេ បងស្រីកុំធ្វើអញ្ចឹងអីនៅកន្លែងសាធារណៈ ប៉ុន្តែបបមាត់របស់ឯងមើលទៅទុនណាគួរឲ្យចង់ថែម អ្នកនាងសុងអរគុណដែលបានជួយខ្ញុំម្ដងទៀតប៉ុន្តែខ្ញុំមិនចង់ទេមិនចង់ប្រើខ្លួនដើម្បីសងគុណនោះទេ ឯងចង់ប្រើអីដើម្បីសងគុណខ្ញុំមានលុយដែរទេឯងដឹងថាស្បែកជើងរបស់ខ្ញុំដែរទៅនឹងខូចនេះវាមានតម្លៃប្រហែលទេហើយត្រូវធ្វើការរកលុយប្រហែលខែទើបអាចទិញវាបាន អ្នកនាងសុងខ្ញុំទទួលស្គាល់ថាមនុស្សគ្រប់រូបមានវាសនាខុសគ្នាអ្នកនាងកើតមកនៅក្នុងគ្រួសារអ្នកមានចំណែកខ្ញុំកើតមកគឺគ្មានអ្វីនៅក្នុងខ្លួនសោះភាពក្រីក្រតែងតែរកលេសមកឲ្យខ្ញុំរហូតអ្នកនាងបារម្ភពីខ្ញុំច្បាស់ជាខំធ្វើការរកលុយបងស្រីសុងឈប់សិន មានអីមែនទេ អរគុណបងស្រីដែលបានជួយនៅថ្ងៃនេះសូមប្រាប់ខ្ញុំមកស្បែកជើងបងស្រីតម្លៃប្រមាណដែរទៅចាំខ្ញុំសងវិញ បងមិនត្រូវការឲ្យឯងសងវិញទេគ្រាន់តែចង់សួរឯងមួយសំណួរ សំណួរអ្វីដែរទៅ ល្ងាចនេះឯងចេញពីធ្វើការម៉ោងប្រហែល ម៉ោង8ហើយប្រហែលជាម៉ោង11យប់ ហឹម សាយ៉ាងថ្ងៃដំបូងមានអារម្មណ៍យ៉ាងម៉េចដែរ មិនអីទេ ពេលនេះពួកយើងត្រឡប់ទៅវិញបែបណាទៅពីទីនេះទៅផ្ទះជួលប្រើពេលកន្លះម៉ោងឯណោះឬក៏ពួកយើងជិះតាក់ស៊ីវិញទៅ ជិះតាក់ស៊ីគឺវាថ្លៃពេកហើយម៉ោងនេះគឺថ្លៃណាស់ មិនអីទេថ្ងៃនេះយើងចេញឯងថ្ងៃស្អែកអាចចេញយើងវិញម្ដងយើងហៅតាក់ស៊ីសិនសាយ៉ាងខែនេះការអនុទានរបស់គ្នាសតតែ2800ជាន់ទេ អញ្ចឹងពួកយើងជិះកង់ទៅថែរក្សាបរិស្ថាននិងសុខភាពផង ឡាននេះគេមកយកខ្ញុំមែនទេខ្ញុំមិនមានមិត្តភក្តិមានបែបនេះទេ បងប្រុសចង់ជីដែរទេ ល្អណាស់ស្រីស្អាតខ្ញុំអរគុណហើយសាយ៉ាងយើងមានរបស់ជីហើយ ប៉ុន្តែពួកយើងមិនស្គាល់គេទេកុំរំខានគេអី នាងខំចិត្តល្អជួយពួកយើងហើយមិនក៏ថាជាការខាតពេលទៅវិញខ្ញុំនិយាយមិនតែចុះរួមមកដល់27ឆ្នាំហើយខ្ញុំមិនអាចបានទីឡានថ្លៃចឹងទេឆាប់ឡើងទៅឡើងខ្ញុំមកឲ្យអីចាឆាប់ឡើងទៅ គ្រាន់តែជិះឡានជាមួយខ្ញុំធ្វើដូចស្ទាក់ស្ទើរណា ណែនេះខ្ញុំមិនទាន់ស្គាល់ឈ្មោះរបស់អ្នកនេះទេ នាមតកលរបស់ខ្ញុំគឺសុង សុងកូនស្រីនៃគ្រួសារសុងណែនេះសុងខ្ញុំមិនដឹងច្បាប់ទម្លាប់សូមកុំប្រកាន់ខ្ញុំអីណា កុំអារម្មណ៍ខ្ញុំមិនស៊ីមនុស្សទេខ្ញុំចង់ញ៉ាំតែឯងប៉ុណ្ណាដល់ហើយចុះពីឡានទៅ បាទ សញ្ញាចេញឡាន ហើយសាយ៉ាងខ្ញុំគួរតែស្ដាប់តាមឯងឃើញរថយន្តចម្លែកតាមផ្លូវពួកខ្ញុំមិនគួរតែជិះទេសាយ៉ាងយើងនឹងស្ដាប់តាមឯងពីពេលនេះតទៅយើងនឹងជិះកង់ជាមួយគ្នាជិះកន្លះម៉ោងក៏ជិះដែរត្រូវហើយសាយ៉ាងសាយ៉ាងទៅណាហើយចេះ អញមើលទៅដូចតាមតឹងណាធ្វើមើលតែខ្ញុំនាំអញទៅសម្លាប់សញ្ញានិយាយស្មោះត្រង់ទៅខ្ញុំពិតជាចាប់អារម្មណ៍នឹងអញណាបើព្រមធ្វើតាមខ្ញុំនឹងឲ្យអញ30ម៉ឺនយ៉ងក្នុងមួយខែហើយខ្ញុំនឹងមិនពន្យាការងារដូចជារំខានដល់ការសិក្សាអញទេគ្រាន់តែទៅនៅជាមួយខ្ញុំ5ដងក្នុងមួយខែតែប៉ុណ្ណោះទេបើ30ម៉ឺនយ៉ងតិចពេក50ម៉ឺនយ៉ង1លាន2លាន3លានគ្មានទៀតទេខ្ញុំរាប់ដល់3ព្រមធ្វើតាមខ្ញុំឬក៏ចង់ចេញពីឡាន1 2 3ឯងនេះពិតជារឹងរូសណាស់មិនខ្លាចបាក់ដៃបាក់ជើងឬមិនខ្លាចស្លាប់ទេមែនទេ ច្បាស់ជាខ្លាចហើយប៉ុន្តែខ្ញុំមិនចង់ធ្វើអាយ៉ងណាស់ដែរ រឹងរូសមានមនុស្សច្រើនណាស់ដែលគេចង់បានឱកាសនេះតែឯងបាច់ជាមិនចង់បានលុយតែខ្ញុំមិនស្អាតមែនទេឈប់ឡានឆាប់ចេញទៅ
អ្នកគ្រប់គ្រងបានខ្ញុំចង់លាឈុំ ហេតុអីវាមិនល្អមែនទេ ខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់មិនមានប្រវត្តិគ្រួសារល្អទេខ្ញុំខ្លាចជួបមនុស្សដូចជាគេម្ដងទៀត អាយខ្លាចអី ខ្លាចជួបមនុស្សដូចជាសុងវិយុម្ដងទៀតនាងបានរៀបចំឯកសារស្នាក់នៅឲ្យខ្ញុំអត់ទៅហើយជិះវៀងមិនរួចទេគ្មានអ្វីទេសូមអរគុណការណែនាំរបស់អ្នកគ្រប់គ្រងបានខ្ញុំធ្វើមួយយប់នេះបានហើយ អញ្ចេះចុះអាយស្រាប់តែសុំជប់ភ្លាមខ្ញុំមិនដឹងទៅរកកម្លាំងមកពីណាទេអូអញ្ចេះចុះខ្ញុំនឹងទៅពិភាក្សាជាមួយក្រុមការងារសិនណែនេះសុងសាំងយ៉ាងចង់លាឈប់ពីការងារហើយ ខាត់គេទុំនិយាយយ៉ាងម៉េចក៏បានកុំឲ្យគេចាក់ចេញសន្តាគារធានសាងគឺជាកម្មសិទ្ធិគ្រួសារសុងសិនយ៉ាងធ្វើការនៅទីនេះប្រៀបដូចជាការដាក់នៅក្រោមជំនួសរបស់ខ្ញុំក៏ធូរចិត្តដែរ សាំងយ៉ាងតាមពិតទៅខ្ញុំមិនដឹងថាឯងបានឃើញឬក៏អត់ទេបុគ្គលិកដែលចូលធ្វើការមិនតបមកមួយខែត្រូវតែទូទាត់ថ្លៃបំពេញច្បាប់ បំពេញច្បាប់ហ៎ កុំបារម្ភបើមានអ្វីកើតឡើងចំពោះឯទៀតទូរស័ព្ទមកខ្ញុំផ្ទាល់ខ្ញុំនឹងទៅជួយឯងភ្លាមតើល្អដែរទេ សាំងយ៉ាងឯងគិតមើលទៅចំនួនការទៅធ្វើការនៅកន្លែងផ្សេងឯងគ្មានសុវត្ថិភាពនោះទេឯងនៅទីនេះជាមួយខ្ញុំប្រសើរជាងយ៉ាងណាក៏ខ្ញុំមាននិស្ស័យជាមួយនឹងឯងខ្ញុំច្បាស់ជាការពីឯង អរគុណអ្នកគ្រប់គ្រងសូមស្វាគមន៍សូមជើញអង្គុយ ខ្ញុំពិតជាយ៉ាប់ណាស់មិនគួរឲ្យអ្នកទាំងអស់គ្នាចាំបែបនេះសោះ នៅនាងមិនអីទេ អរគុណសុខភាពរាងកាយខ្ញុំខ្សោយតាំងពីក្មេងសុំទោសដែលរំខានដល់ឡង មិនអីទេសូមស្វាគមន៍អ្នកនាង ស្មានតែអ្នកណាតាមពិតស្រីស្អាតប្រចាំសាលារបស់យើងតែ មិនបានឃើញច្រើនឆ្នាំដែលអ្នកសងកាន់តែស្អាតហើយ មែនហើយនាងស្អាតជាងការនៅរៀនទៅទៀតការនៅរៀនឆក់យកពលិរបស់ខ្ញុំគ្រប់ទីកន្លែងឥឡូវនេះទៀតហើយមិនឆ្ងល់ទេថាអ្នកណាអ្នករៀបចំអាហារនៅសន្តាគារនេះតាមពិតគឺអ្នកនាងសុងតានេះជាអ្នកនាងគូហ៎ខានឃើញយូរហើយមិនក៏នៅតែទន់ខ្សោយខ្លាំងម្ល៉េះមែនហើយធ្វើមិនទេសុខភាពខ្ញុំខ្សោយបែបនេះតាំងពីកំណើតមិនដូចបងស្រីមិញយូទេនៅតែអាចពាក់ស្បែកជើងកែងខ្ពស់និងស្លៀកពាក់សិចស៊ីដដែលមិញយូមានរូបសម្បត្តិល្អស្លៀកពាក់អីក៏ស្អាតដែរមិនដូចអ្នកខ្លះមើលទៅស្ដាប់ដូចដំបងជាមិនដឹងថាគួរយកអីមកប្រៀបធៀបឲ្យសមទេប្រុសសង្ហាខ្ញុំដូចជាវល់មុខបន្តិចជួយត្រៀមខ្ញុំទៅក្រោមបានទេ អូអ្នកនាងគូត្រូវការខ្ញុំប្រាប់គេឲ្យជូនអ្នកនាងទៅពេទ្យទេ អូមិនចាំបាច់បន្តិចទៀតនឹងលេងអីហើយខ្ញុំមិនដឹងថាគួរហៅលោកយ៉ាងម៉េចទេ អ្នកនាងគូខ្ញុំឈ្មោះសាងចាគ្រាន់តែឈ្មោះរបស់ខ្ញុំតែប៉ុណ្ណោះទេ ល្អណាស់បងប្រុសយ៉ាងគួរឲ្យជ្រិញណាស់នេះគឺជាការជួបជុំមិត្តរួមថ្នាក់ខ្ញុំមិនមែនមកទីនេះដើម្បីស្ដាប់មនុស្សញ៉ាយគ្នាទេបងប្រុសស្អីធ្វើដូចជាស្គាល់គ្នាច្បាស់ណាស់អញ្ចឹងខ្ញុំមានសារកំហំពី10ក្នុងឡានមកជួយកាន់តែខ្ញុំបន្តិចអាយ៉ាងទៅជួយអ្នកនាងសុំទៅខ្ញុំអាចនៅម្នាក់ឯងបានមិនអីទេកុំបារម្ភអីអ្នកនាងគូប្រព័ន្ធសន្តិសុខនៅទីនេះគឺល្អណាស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យនាងស្លាប់ក្នុងបន្ទប់នេះទេ បើអញ្ចឹងខ្ញុំទៅសិនហើយអ្នកនាងគូស្រាក្រហមនៅណាដែរទៅ នៅទ្វារឡានខាងក្រៅ អ្នកនាងសុងមិនឃើញមានស្រាក្រហមទេអ្នកនាងចង់ធ្វើទៀតហើយ អញគិតថាបងចង់ធ្វើអីបងសួរអញម្ដងទៀតតើអញនឹងធ្វើតាមសំណាក់បងទេ អ្នកនាងសុងខ្ញុំសុំបងដោះលែងខ្ញុំទៅ បងមិនស្អាតទេបងមិនមានលុយមែនទេសៀងយ៉ាងព្រោះតែអ្វីបានជាអញមិនចង់ធ្វើ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ បងចូលចិត្តកៅភ្នែកពេលអញមើលមកបងមិនអីទេពេលនេះបងអត់ទៅឲ្យអញតែលើក្រោយបើអញមិនស្ដាប់បង្គាប់ហើយប៉ះពាល់ជាមួយមនុស្សស្រីដទៃចាំមើលខ្ញុំនឹងដាក់ទូអញយ៉ាងម៉េចឆាប់ទេអញអ្នកគ្រប់គ្រងបាំងយកស្នាពី10ក្នុងបន្ទប់នោះអញត្រូវធ្វើខ្លួនឲ្យល្អ តាមការពិតគ្មានស្រាក្រហមទេការពិតណាបងគ្រាន់តែបញ្ឆោតខ្ញុំតែប៉ុណ្ណោះ ត្រូវហើយខ្ញុំគ្រាន់តែបញ្ឆោតអញឲ្យចំមកខ្ញុំនឹងជំរាបបញ្ជីជាមួយអញម្ដងទៀតនៅពេលក្រោយថាប់អញតតែអស់ចិន គេពិតជាមានអ្នកដំណងជាមួយគ្នាមែនខ្ញុំដូចជាវិលមកទៀតហើយអាយ៉ាងជួយជូនខ្ញុំទៅក្រោមបានទេអាយ៉ាងក្បាលខ្ញុំពិតជាវិលខ្លាំងណាស់ អ្នកនាងគូដើរយឺតៗណា អរគុណអាយ៉ាង មិនអីទេ
អរគុណណាស់អាយ៉ាងជួបគ្នាពេលក្រោយទៀត នៅនាងគូសំជើញសុំមីយូទើបតែប្រមានខ្ញុំនាងច្បាស់ជាខាងខ្ញុំទៀតហើយនាងនឹងប្រហែលជាមិនអីទេមានមនុស្សច្រើនណាស់នៅក្នុងបន្ទប់ឯកជននោះនាងមិនអាចធ្វើអ្វីប្រេះផ្ដាស់បានទេវាគ្មានហេតុផលណាមួយដែលនាងត្រូវថាខ្ញុំទៀតនោះទេប៉ុន្តែយ៉ាងណានាងសុំក៏ជាមនុស្សម្នាក់ដែលរឹងរូសដែរស្រីបៃសាចច្បាស់ជាសងសឹកខ្ញុំទៀតហើយចំជាពិបាកមែន លោកតាចុះអ្នកណាប្រាប់ខ្ញុំកាលពីម្សិលមិញថាខ្សោយខ្លាំងណាស់ចិត្តស្លាប់ ឯងជាចាស់ស្រីដែរមិនស្លាប់បើគប់មកដល់ផ្ទះភ្លាមគាត់និយាយបើឈឺចិត្តយើងភ្លាមយើងសួរឯងតើរកចៅជើខាត់ជួបគ្នាយប់បដាមកហើយ លោកតម្សិលមិញក្រែងខ្ញុំទៅខលវីដេអូជាមួយលោកតាបានហើយខ្ញុំត្រូវទៅក្រុមហ៊ុននៅព្រឹកស្អែក មិនស្មាននេះនិយាយចាប់ពីកាងហៀតើបានជ្រើសរើសបរិសម្នាក់ឲ្យឯងហើយគេមានប្រវត្តិគ្រួសារល្អថ្ងៃស្អែកឯងត្រូវតែញ៉ាំអាហារជាមួយគេខ្ញុំថាឯងពេលនេះគួរតែស្ដាប់តាមយើងប្រយ័ត្នរៀបការបានឆាប់ទៅ លោកតាខ្ញុំមិនមែនជាក្មេង3ឆ្នាំទៀតទេរឿងជីវិតគូខ្ញុំត្រូវសម្រេចខ្លួនឯងតើនៅសម័យណាហើយលោកតានៅតែបង្ខំចៅឲ្យរៀបការ សុំមួយជូយើងប្រោះចម្រោះឯងពីរឯងចង់ណាត់ជួបគេឬក៏ឯងចង់ធ្វើបុណ្យសពឲ្យយើង លោកគឺហ្វូជីងស៊ីងមែនទេ មិនហើយនៅនេះសងតើក៏ខ្ញុំគឺហ្វូហើយខ្ញុំថាហ្វូជីងស៊ីទៅបានហើយរីករាយបានជួបនៅនេះសង ជាកិត្តិយសណាស់ដែលមាននរណាម្នាក់ស្គាល់ខ្ញុំ ស្វាគមន៍នៅនាងសុំត្រូវការកំងអ្វីដែរ ខ្ញុំយកអ៊ីកាបងត្រីសាមុនណាសុបអែមមួយទៀតមក បាទចំណែកលោកវិញបុរសដែលមានឋានៈបែបនេះទើបសំនៅនាងសុំនាងប្រហែលជាចូលចិត្តគេខ្លាំងហើយមកទៅ មិនដឹងថានៅនេះសងអាចផ្ដល់ឱកាសខ្ញុំមកទេខ្ញុំចង់ស្វែងយល់ពីអ្នកនេះ នៅនាងសុំមិនយល់ព្រមទេបើសិនជានាងយល់ព្រមទៅមុខនាងច្បាស់ជាមិនអាចរំខានខ្ញុំទៀតទេ មិនអាចនោះទេ នៅនេះសងរៀបការជាមួយនឹងខ្ញុំមិនល្អត្រង់ណាខ្ញុំសន្យានឹងមើលថែអ្នកនេះឲ្យបានល្អ ប៉ុន្តែខ្ញុំមិនបានស្រឡាញ់លោកខ្ញុំសងវិញយូមិនត្រូវការលោកទេ ប៉ុន្តែលោកម្ចាស់សងពេញចិត្តខ្ញុំខ្លាំងណាស់ កុំគិតថាប្រើមនុស្សចាស់មកដាក់សម្ពាធខ្ញុំហើយអាចបង្ខំខ្ញុំបានប្រាប់លោកម្ដងទៀតចុះខ្ញុំមិនចាប់អារម្មណ៍លោកទេ ប្រឡល្អដូចខ្ញុំមិនស្រឡាញ់អ្នកនឹងស្រឡាញ់មើលប្របបែបណា ខ្ញុំគឺខ្ញុំស្រឡាញ់គេ នៅនាងសុំនេះ បើប្រកែកខ្ញុំនឹងថាលោកទៀតចង់សាក ខ្ញុំថាអ្នកនាងចង់លេងសើចជាមួយនឹងខ្ញុំមែនទេមិនដែរទេ បានអញ្ចឹងយើងអង្គុយញ៉ាំជាមួយគ្នាទេ នៅនាងសុំខ្ញុំ ចឹងម៉េច គ្មានអីទេ អ្នកនេះសងឲ្យខ្ញុំជួយទៅចុះ មិនបាញ់តើតែ ឈរត្រង់នឹងហើយប្រាម៉ាយស្គាល់អ្នកនេះសងយ៉ាងម៉េចហើយត្រូវជិះវិញនឹងគ្នា លោកពូបើគ្មានការអ្វីទេខ្ញុំសូមលាសិនហើយ ឈប់សិនខ្ញុំមើលទៅឯងដូចជាមិនតរៀនចប់ទេដូច្នេះកុំសំណាក់ខ្ពស់ពេកការចិត្តទៅមនុស្សដូចជាឯងមិនស័ក្តិសមជាមួយអ្នកនេះសងទេ សូមទៅផងលោកនិយាយពីអ្វីដែរទៅ បានតាស្រាងជ័យមិនផឹកចង់ផឹកស្ដាប់ពីនេះចាំមើលយកមកពីម្ដងឯង អើយចង់ធ្វើអីលេខខ្ញុំអូ នេះគ្រាន់តែប្រមាននៅឆ្ងាយពីអ្នកនេះសងទៅដល់ថ្ងៃក្រោយមិនឲ្យពាក់ព័ន្ធជាមួយអ្នកនេះសងទៀតទេស្រាប់បានហើយទៅពួកយើងទៅ ហ៎បងប្រុសមិនក៏មានសុភាពបែបនេះ ចែកដល់ មានរឿងអីកើតឡើង ចែកដល់ខ្ញុំដាក់ដួលឥឡូវនេះមិនអីទេ អូមិនដែរទេទោះឲ្យខ្ញុំជាអ្នកជួយចុះ អូ អ្នកគ្រូពេទ្យជួយដើរគេមិនតិចទៅ អូមិនអីទេចាំខ្ញុំជាអ្នកធ្វើខ្លួនឯង អ្នកជំងឺកុំខ្មាស់អៀនអីខ្ញុំគឺជាគ្រូពេទ្យតើមានរឿងអីគឺអ្នកកំឡោះម្នាក់នេះឈឺហើយនៅខ្មាស់អៀនទៀតមិនព្រមដាក់ឲ្យទេតើឲ្យគ្រូពេទ្យព្យាបាលយ៉ាងម៉េចទៅ កុំអីនៅនាងសុំទុកឲ្យខ្ញុំធ្វើខ្លួនឯងវិញ មិនក៏ប្រកែកអៀនចឹងនេះខ្លួនប្រានលោកខ្ញុំឃើញអស់ហើយអញ្ចឹងសោះធ្វើដោយខ្លួនឯងនៅបរិសុទ្ធបិទមកទៅខ្ញុំចង់និយាយនេះមានសិទ្ធិអីមកខាត់ខ្ញុំដែរ បាត់មកនឹងទៅនាងមិនស្គាល់អ្នកនេះសងទេ ខ្ញុំសុំទោសខ្ញុំមិនដឹងពិតមែនថាជាអ្នកនាងសុងចេញភ្លាមទៅ អ្នកនេះសងខ្ញុំដែរ គ្រូពេទ្យមកការឲ្យគេទេ អរគុណនៅនាងសុំដែលបានជួយខ្ញុំ ខ្ញុំមកចូលចង្ដៃដល់បាប់ផ្លត់ឲ្យគេវិញហើយគ្រាន់តែសម្រាប់បាក់គ្រប់គ្រាន់គេនឹងលេចអីហើយ អរគុណហើយលោកគ្រូពេទ្យអរគុណ ប្រាប់បងមកជំរាបរបួសពេញខ្លួនបែបនេះ ខ្ញុំ មិនយូរឯងនៅឯណាខ្ញុំមកដល់ហើយមិនបានជាមិនទាន់មកទេទៅហើយឆាប់ត្រឡប់ទៅផ្ទះសម្រាប់ទៅខ្ញុំមានការប្រញាប់ទៅមុនហើយអ្នកនាងសងរបស់ខ្ញុំរាល់ដងឲ្យតែតំណេពីការងារតែងតែឆ្លៀតផឹកស៊ីសប្បាយរីករាយតែថ្ងៃនេះហេតុអីក៏ក្រៀមក្រំម្ល៉េះហើយយ៉ាសង្ស័យតែត្រូវការប្រុសក្មេងកំដរហើយ
មិនអីទេចាំខ្ញុំរៀបចំឲ្យឯងចុះ សួស្តីបងស្រី សង្ហាណាពេញចិត្តប្អូនមួយណាដែរឯងជ្រើសមើលទៅមិនចាប់អារម្មណ៍ទេហើយយ៉ាអ្នកនាងសុងមិនពេញចិត្តប្អូនសម្បីតែម្នាក់ទេនាំគ្នាចេញទៅមិញយូឆាប់ប្រាប់គ្នាឲ្យត្រង់មកឯងកំពុងគិតដល់កូនទន្សាយតូចម្នាក់នោះហ៎នៅថ្ងៃជួបជុំនោះខ្ញុំបានឃើញហើយឯងសម្លឹងមើលគេមិនដាក់ភ្នែកណែគ្នាទីត្រូវមែនទេតែថាបើសិនជាឯងនឹកគេគ្រាន់តែទូរស័ព្ទហៅគេមកគ្មានអីពិបាកទេគេមិនមកនោះទេអាយ៉ាងចេញពីធ្វើការហើយហ៎ចៃដន្យណាខ្ញុំត្រូវទៅវិញល្មមអញ្ចឹងទៅជាមួយគ្នាទៅ ល្អណាស់ កុំអីនាងគូពួកយើងអាចត្រឡប់ទៅវិញខ្លួនឯងបាន អាយ៉ាងក្រុមនិស្សិតផ្សេងទៀតគេសម្រាប់វិស្វកម្មទៅលេងស្រុកកំណើតនិងអ្នកខ្លះដើរលេងអស់ហើយចុះហេតុអីបានជាលោកនៅតែធ្វើការ អូគឺស្ថានភាពគ្រួសារខ្ញុំមិនសូវល្អទើបត្រូវការរលួយបន្ថែម សង្យ៉ាងខ្ញុំជឿថានៅថ្ងៃអនាគតលោកប្រកាសជាមានជីវិតដ៏ល្អមិនខាន អរគុណនាងគូ បងប្រុសយ៉ាងសង្ហាបែបនេះតើមានមិត្តស្រីហើយនៅ គេនេះមិនគិតពីរឿងមុតស្រីទេមួយថ្ងៃគិតតែពីរលុយនឹងខំធ្វើការតែប៉ុណ្ណោះ ប៉ុន្តែថ្ងៃនោះខ្ញុំបានឃើញសង្យ៉ាងដូចជាស្និទ្ធជាមួយអ្នកនាងសុង អូនាងគូមើលទៅដូចជាជប់ដែរហើយពួកយើងត្រូវត្រឡប់ទៅវិញហើយលាហើយ ទៅណា មិញយូអញទៅពិធីខួបកំណើតរបស់អ្នកនាងលីដែរទេកម្មវិធីតូចតាចបែបនេះខ្ញុំមិនដែរទៅទេចាប់ឲ្យមនុស្សយកកដោទៅគ្រប់គ្រាន់ហើយឯងមិនទៅមិនបានទេណាកុំភ្លេចឲ្យសោះថាកូនទន្សាយតូចរបស់ឯងគេកំពុងធ្វើការនៅទីនោះទៅក៏បាន អេ យ៉ាងម៉េចហ្នឹងគ្រាន់តែឃើញយូមីភ្លាមរំភើបពេកដល់ថ្នាក់និយាយលេងចេញហើយហ៎ សួស្តីនាងសុំសួស្តីនាងវ៉ាន់ មើលតែដៃរបស់គេបានធូរហើយរបួសនៅក្បែរមកក៏ជាហេតុដែរ នាងពិតជាស្អាតមែន សុំតើអ្នកទាំងអស់គ្នាខ្ញុំមកយឺតបន្តិចគឺជាបងស្រីរੂមែនទេហេតុអីក៏មកយឺតម្លេះបីតែមិនទាន់តែយ៉ាងណាក៏មកដល់ហើយល្អណាស់ឆាប់អង្គុយចុះទៅសួស្តីសង្យ៉ាងមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់ម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់នេះដាក់លេខប្រហែលទៅណអេយើងនាំគ្នាមកលេងហ្គេមទៅល្អដែរទេល្អណាស់អេមីយូអញហ៊ានលេងដែរទេហ្គេមនេះមានឈ្មោះថាហ៊ានប្រាប់ការពិនលេងក៏បានដែរបើអញ្ចឹងតើនាងមានប្រុសក្មេងម្នាក់ណាក្នុងចិត្តហើយនៅហើយចាមីយូប្រាប់គ្នាបានទេខ្ញុំចង់ដឹងខ្លាំងណាស់ក៏គួរតែមានដែរប៉ុន្តែមនុស្សដែលខ្ញុំស្រឡាញ់គេមិនស្រឡាញ់ខ្ញុំទេខ្ញុំបានត្រឹមតែរាងកាយគេប៉ុណ្ណោះវ៉ាវបងមីយូពិតជាក្លាហានណាស់មីយូតើប្រុសម្នាក់នោះជាអ្នកណាទៅណអេណែនាំឲ្យពួកយើងស្គាល់ផងបានទេមែនហើយចង់ដឹងណាតើប្រុសម្នាក់នោះជាអ្នកណាទៅបានជាធ្វើឲ្យបងមីយូចាប់អារម្មណ៍មិនតាន់អាចប្រាប់បានទេមិនអីទេណាលេងបន្តទៀតទេ នាងសុំមិនក៏មិនតន់ត្រឡប់ទៅវិញ តាមពិនខ្ញុំមានវាលើទូរស័ព្ទរបស់ខ្ញុំរូបថតដែលឯងនៅក្នុងបន្ទប់គេរបស់ខ្ញុំចង់បង្ហាញឲ្យពួកគេ នាងសុំខ្ញុំគ្រាន់តែជាក្មេងរត់តុកម្នាក់ឈប់ធ្វើឲ្យខ្ញុំពិបាកទៀតទៅ រឿងពួកយើងធ្វើឲ្យញ៉ាំមកយ៉ាងនេះក្រែងខ្ញុំនឹងឯងសត្វតែទទួលអ្វីដែលយើងត្រូវការដូចគ្នាមិនអញ្ចឹងហី នាងសុំនាងស្វឹងហើយ ស្វឹងឬមិនស្វឹងវាដូចតែគ្នាទេ នាងសុំដោះលែងខ្ញុំទៅ ចាក់មកចាក់នៅត្រង់នេះបងស្រីម្នាក់នេះចង់អាចធ្វើតែផ្ទាល់ដៃព្រោះពាក្យសម្ដីឯងវាបានចាក់ដុតបេះដូងបងណាដូច្នេះឯងសម្រាប់បងមកចាក់ឲ្យចំសរសៃឈាមធំនៅលើបេះដូងបងឆាប់ធ្វើទៅកុំខ្លាចពេលហូរឈាមទេមកឯងក៏ឆាប់រត់ទៅយ៉ាងម៉េចមិនព្រមចាក់អី នាងសុំខ្ញុំដឹងខ្ញុំគ្មានលុយទេខ្ញុំគ្មានអ្វីៗគ្រប់យ៉ាងប៉ុន្តែទោះជាខ្ញុំក្រពិតមែនក៏ខ្ញុំមិនខ្លាចទៅជាឧបករណ៍សម្រាប់នាងដែរខ្ញុំមិនចង់ធ្វើជា នេះសញ្ញយ៉ាងមិនបានចាក់ល្ងងយ៉ាងនេះ នាងសុំខ្ញុំមិនព្រមទៅជាមួយនាងទៀតទេស ញ្ញយ៉ាងនេះសញ្ញយ៉ាងគ្រូពេនលោកត្រូវបញ្ជូនពេលល្អមកព្យាបាលគេឲ្យបានប្រាថ្នាល្អបំផុតត្រូវជួយគេឲ្យបានចូលដែរទេ នៅនឹងសុងនៅនឹងក៏មិនរំអីពួកយើងនឹងខំជួយអ្នកជំងឺអស់ពីលទ្ធភាព សញ្ញយ៉ាងបងខុសហើយបងមិនគួរបង្ខំឯងទេសញ្ញយ៉ាងមិនអាចស្លាប់បានទេមីងយូគម្រោងរបស់ Blue Sea និង Blue Sky មានតម្លៃ 1000 លានក្រុមហ៊ុនយើងសម្បូរមនុស្សមានសមត្ថភាពតែក៏ត្រូវចំណាយពេលរៀបចំកន្លះឆ្នាំដែរខ្ញុំគិតថាជាឱកាសល្អខ្លាំងណាស់ថាម៉េចសញ្ញយ៉ាងដាក់ខ្លួនហើយល្អខ្ញុំទៅដល់ហើយបកលការងារនេះឲ្យអញហើយទៅចុះហត្ថលេខាកិច្ចសន្យាជំនួសខ្ញុំផងហ៎ខ្ញុំហ៎មីងយូនាងកំពុងគិតអីហ្នឹងខាងគេប្រាប់ហើយថាអ្នក
ដែលចង់កិច្ចសន្យាគឺត្រូវតែជានាងខ្ញុំជាជំនួយការតូចតាចទេខ្ញុំថាអាចធ្វើបានគឺធ្វើបានហើយ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skincare ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ អាយ៉ាងទីបំផុតដឹងខ្លួនហើយ ណែនេះគូ អាយ៉ាងអាចប្រាប់ខ្ញុំបានទេអ្នកណាធ្វើឲ្យលោករបួសបែបនេះឬក៏សុំមីយូ ណែនេះគូគ្មានអ្នកណាធ្វើបាបខ្ញុំទេគឺខ្ញុំជាអ្នកធ្វើដល់ខ្លួនឯង អាយ៉ាងឈប់កុហកទៀតទៅលោកមិនមែនជាមនុស្សល្ងងទេមិននឹងអាចយកកបិតមកចាក់ខ្លួនឯងទៅកាន់លោកដឹងទេចង់កបិតចាក់ចូលជ្រៅក្បែរបេះដូងលោកបីនឹងស្លាប់ណាមើលទៅសិនយ៉ាងណៃគួរឲ្យបារម្ភហើយគ្មានឈួតនេះខ្ញុំបីនឹងធ្វើគេស្លាប់ទៅហើយអាយ៉ាងប្រាប់ខ្ញុំតាមត្រង់មកអ្នកនាងសុំធ្វើអីលោកខ្ញុំសន្យាថាមិនប្រាប់អ្នកណាទេ ណែនេះគូខ្ញុំប្រាប់ហើយថាខ្ញុំជាអ្នកធ្វើ អាយ៉ាង ខ្ញុំនិយាយគឺជាការពិត គូរੂសួរឲ្យសួរទៀតពីរឿងនេះតែគេជ្រើយកការពីខ្ញុំអត់ទេគេមកការពីខ្ញុំធ្វើអីព្រោះគេស្អប់ខ្ញុំខ្លាំងណាស់គេប្រហែលជាគ្រាន់តែមិនចង់ឲ្យមានរឿងជាមួយខ្ញុំតែប៉ុណ្ណោះតែបានជានិយាយបែបនេះ អ្នកនាងប្រធានខ្ញុំយកដំណឹងល្អមកប្រាំទីបំផុតគម្រោង Blue Sea និង Blue Sky ដែលមានតម្លៃរាប់ពាន់នោះខ្ញុំធ្វើបានសម្រេចហើយសុំមីយូហេអញកំពុងគិតអីហ្នឹងអ្នកនាងប្រធានខ្ញុំយកដំណឹងល្អមកប្រាំគម្រោង Blue Sea និង Blue Sky ដែលមានតម្លៃ 1000 លាននោះខ្ញុំធ្វើបានសម្រេចហើយសុំមីយូអេអញនិយាយមួយម៉ាត់ទៅមិនបានជាអង្គុយគ្មានព្រលឹងសោះអញ្ចឹងខ្ញុំវេយកខ្លួនឯងហើយណាប្រាក់រង្វាន់វេយក5 លានទៅចុះរង្វាន់សម្រាប់ការចុះកិច្ចសន្យាបានជោគជ័យមិនបានជាខ្ញុំខ្វល់ពីសៀនយ៉ាងខ្លាំងម្ល៉េះឬគាត់តែជាការឆ្លុះបង្វេងតែខ្ញុំកំពុងគិតអីមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់គេ វិញមួយថ្ងៃទៅមួយថ្ងៃក៏មិនទោះតែពូខុសខើសោះបើសិនជាឯងមិនទិញទៅខាងក្រៅត្រូវស្មារតីមិនខ្លាចជារបស់យើងទៅ តែធំឡើងយើងនឹងមករកឯងកុំតែណាឲ្យសោះណានេះយើងឲ្យឯងហើយពួកយើងនៅតែជាមិនអបផន់ដឹងហើយឯងតែខំញ៉ាំបាយឲ្យបានច្រើនណាចាំទៅតែធំឡើងខ្ញុំនឹងបាក់ឡានមកទទួលឯងត្រូវរងចាំខ្ញុំណាឈូសេងខ្ញុំអត់ភ្លេចលោកទេខ្ញុំនៅតែចង់តាមពាក្យសន្យារវាងយើងប៉ុន្តែប្រហែលឆ្នាំនេះខ្ញុំមិនជួបមនុស្សតាមរកលោកមិនឃើញសោះតែលោកណែឯណា ទើបតែ2 3ថ្ងៃប៉ុណ្ណោះរបួសរបស់លោកមិនតជានោះទេយ៉ាងហោចណាស់ក៏ទៅសម្រាប់2 3ថ្ងៃទៀតដែរសម្រាប់ទីនេះសិនទៅកុំទាន់អាចចេញអី ខ្ញុំមិនអីទេរបួសតែទួចប៉ុណ្ណោះ ចឹងតាមចិត្តចុះ អាយ៉ាងខ្ញុំយកអាហារបើកម្លាំងមកឲ្យ ណែនេះគូមិនចាំបាច់យកអាហារឲ្យខ្ញុំទេខ្ញុំក្រែងចិត្តណាខ្ញុំជំពាក់គុណអ្នកនាងច្រើនពេកហើយកំពុងតែគិតថាត្រូវសងយ៉ាង ខ្ញុំ ម៉េច គ្រាន់តែចង់មើលថៃលោកមិនបានឲ្យសងគុណវិញទេត្រង់ខ្ញុំពិតជាស្អប់ពើមតែជាមួយសុំមីយូមិនប្រកែកមួយម៉ាត់សោះនេះលោកចង់ធ្វើអីលោកចង់ចេញពីពេទ្យមែនទេរាងកាយរបស់លោកនៅមិនទាន់ស្រួលឡើយ មិនអីទេណែនេះគូខ្ញុំជិះហើយ លោកក៏ហក់ស្ដាប់តាមគ្រូពេទ្យទៅភាសាជាង ណែនេះគូរាងកាយរបស់ខ្ញុំពិតជាបានធូរពិតមែនឃើញទេ មិនអីទេអញ្ចឹងមុននឹងទៅត្រូវញ៉ាំអាហារសិន អរគុណហើយប៉ុន្តែខ្ញុំសុំទៅបង់ថ្លៃមន្ទីរពេទ្យសិនពេលបង់ហើយចាំខ្ញុំមកវិញលុយដែលនៅសល់មានតែ 2500 យន់ប៉ុណ្ណោះចំណែកលុយដែលត្រូវសងគេគឺ 10000 មិនដឹងថាបានលុយមកពីណាទេអាចគ្រប់សម្រាប់ការចំណាយឬអ សួស្ដីលោកឈ្មោះស៊ីនយ៉ាងមែនទេ ត់បានសួស្ដីសុំបន្តិចតើបានទេតើខ្ញុំត្រូវបង់ថ្លៃត្រង់ណាដែរទេ លោកមិនចាំបាច់បង់ប្រាក់ទេការចំណាយរបស់លោកមានគេបង់រួចហើយ ថាម៉េចឬមួយក៏ជាអ្នកនាងសុំមីយូរំខានជួយពិនិត្យឈ្មោះឲ្យខ្ញុំផងបានទេ សុំទោសខាងមន្ទីរពេទ្យមិនអាចប្រាប់បានទេ ប៉ុន្តែខ្ញុំពិតជាចង់ដឹងមែនថ្លៃព្យាបាលរបស់ខ្ញុំអស់ប្រមាណទៅ ចាស់គឺ1 លាន ថាម៉េច1 លានខ្ញុំសម្រាប់ពេទ្យតែប្រមាណថ្ងៃហេតុអីក៏ចំណាយអស់ច្រើនម្ល៉េះ ចាស់គឺថ្នាំដែលប្រើសម្រាប់ព្យាបាលលោកគឺសុទ្ធតែជាថ្នាំល្អមានតម្លៃរាប់ម៉ឺនដុល្លារថ្នាំខ្លះត្រូវទិញពីបរទេសមក អ្នកដែលមានលទ្ធភាពចំណាយគឺមានតែ2នាក់ទេគឺអ្នកនាងគូនិងអ្នកនាងសុំមិនថាណាទេខ្ញុំត្រូវតែរកលុយដើម្បីសងពួកគេវិញ អាយ៉ាងមកវិញហើយហ៎ អ្នកនាងគូបុគ្គលិកមន្ទីរពេទ្យប្រាប់ថាមុននេះមានអ្នកបងថ្លៃមន្ទីរពេទ្យតើអ្នកនាងមែនទេ អូប្រហែលជាប៉ារបស់ខ្ញុំជាអ្នកបងហើយខ្ញុំបានប្រាប់គាត់ពោលអាណិតលោកខ្លាំងណាស់ ប៉ាអ្នកនាង ត្រូវហើយបើលោកចង់ដឹងច្បាស់ចាំទូរស័ព្ទសួរគាត់ចុះ បាទ លោកប៉ាជាប៉ាមែនទេដែលជាអ្នកបងថ្លៃពេទ្យឲ្យសិនយ៉ាងខ្ញុំថាហើយពិតជាប៉ាមែនប៉ារបស់កូនចិត្តល្អខ្លាំងណាស់ ពិតជាអរគុណអ្នកនាងគូដែលបានជួយខ្ញុំ រឿងលុយមិនសំខាន់ទេឲ្យតែលោកយកព្រមធ្វើជាមិត្តប្រុសខ្ញុំ កុំអីអ្នកនាងគូពេលដែលបានស្រួលហើយខ្ញុំនឹងរកលុយសងអ្នកនាង មិនអីទេមិននិយាយរឿងនេះក៏បានខ្ញុំនឹងរងចាំរហូតដល់លោកយល់ព្រមបន្ទប់តូចចង្អៀតខ្លាំងណាស់លោកអាចនៅយ៉ាងម៉េចទៅ
គឺខ្ញុំសូមទៅហើយ អាយ៉ាងរាងកាយរបស់លោកនៅមិនទាន់ស្រួលបួននៅឡើយបើនៅទីនេះមិនងាយជានោះទេអញ្ចឹងចុះលោកទៅសម្រាប់នៅផ្ទះរបស់ខ្ញុំសិនទៅចង់ញ៉ាំអីចាំខ្ញុំធ្វើឲ្យ នៅនេះគូខ្ញុំសូមអរគុណទឹកចិត្តអ្នកនាងណាប៉ុន្តែខ្ញុំមិនរំខានទេ គេចូលទៅ10នាទីហើយពួកគេកំពុងធ្វើអីនោះសងមិញយូនាងមកធ្វើអីនៅទីនេះពាក់ព័ន្ធអីជាមួយនាងដែរកុំគិតថានាងមិននិយាយខ្ញុំមិនដឹងសងមិញយូនាងស្រឡាញ់សញ្ញានមែនទេប៉ុន្តែសញ្ញានព្រមធ្វើមិត្តប្រុសខ្ញុំហើយនាងមិនមែនកាន់ជើងខ្លួនឯងទេអញ្ចឹងចាំតែមើលទៅថាអ្នកណាអាចយកបេះដូងសញ្ញានបានពេលនោះសញ្ញានរើសអ្នកណាអ្នកនោះអ្នកឈ្នះនាងកំពុងកាត់អីហ្នឹងមើលរូបរាងដូចជាកំពុងមានជំងឺថែខ្លួនផងប្រយ័ត្នងាប់ទៅព្រោះបើដល់ពេលនោះគេនៅតែជារបស់ខ្ញុំដដែលសងមិញយូកុំក៏អត់កតុំពេកខ្ញុំមិនងាយកើតអីទេខ្ញុំនឹងរស់នៅឲ្យបាន100ឆ្នាំទៀតចាំមើលទៅពេលនេះគេគួរតែសក់ខ្ញុំខ្លាំងណាស់ សូមជួយពិសាឆ្ងាញ់ចុះ ជឿធ្ងន់បែបនេះហើយនៅរឹងក្បាលមកធ្វើការទៀតមិនសម្រាប់នៅផ្ទះសិនទេ សូមជួយពិសាចុះ ណែនេះសងចេញពីនេះពួកយើងនាំគ្នាទៅមកកន្ទៅឬថាមានរឿងទៅបញ្ចេញថ្មីរឿងនេះរ៉ូមែនទិកខ្លាំងណាស់ ខ្ញុំគ្មានពេលច្រើនទេថ្ងៃនេះបើលោកតាមិនសុំខ្ញុំក៏មិនជួបលោកនៅទីនេះដែរខ្ញុំថាលោកគួរតែបោះបង់គំនិតនេះចោលទៅ ខ្ញុំពេញចិត្តទៅនឹងអ្នកនេះសងទោះពេលនេះអ្នកនេះសងមកទៅពេញចិត្តខ្ញុំជួបគ្នាបានញឹកញាប់ច្បាស់ជាយល់ចិត្តគ្នាមិនខាន ពុតតបិន អ្នកនេះសងទោះអាកាសខ្ញុំផុសទៅ អ្វីដែលលោកនិយាយមិនមែនជាការពិនការដែលលោកម្រកខ្ញុំគិតថាលោកគ្រាន់តែចង់ពឹងលើអំណាចគ្រួសារសងខ្ញុំតែប៉ុណ្ណោះប៉ុន្តែបើស្នេហ៍ខ្ញុំពិតមែនខ្ញុំអាចផ្ដល់ឱកាសឲ្យលោកបានបើសិនជាលោកអាចកប់ចិត្តខ្ញុំបាន ខ្ញុំសុំទីនេះខ្ញុំគប់ចិត្តអ្នកនេះមិនអាចទាត់ទេកុំអារម្មណ៍ទោះបីជាមិនទាន់ចាប់ផ្ដើមពិតមែនតែខ្ញុំសុំធានាថានឹងពេញខ្ញុំសុំធានាថាអ្នកនាងនឹងពេញសុំមកយូតើចောက်ខ្ញុំធ្វើទៅ ខ្ញុំមិនចាប់អារម្មណ៍លោកទេ ហេតុអីទៅបានជាក្មេងម្នាក់នោះជាបលាក្នុងចិត្តរបស់យើងរហូតអត់ទេយើងមិនព្រមឲ្យនាងរួចពីដៃរបស់យើងទេ ហេឡូ សម្បត្តិរបស់លោកតាមមកដល់ហើយសូមជួយចូលមកទទួល ប៉ុន្តែម៉ោង12ហើយហ្នឹងមិនបានជាមានអ្នកដឹក តែ ជញ្ជូ មាន នបញ្ហាតែជួយថ្ងៃស្អែកស្ថានីយ៍ផ្ទះសមុទ្រនឹងត្រូវបានបាត់ហើយខ្ញុំក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញដែរដូច្នេះហើយទើបខ្ញុំដឹកមកទៅយកបា ស្ ត់ ថានីយ៍សមុទ្រត្រូវបាត់ហើយក្រែងវាបាត់កាលពីម្សិលមិញមែនទេ ខ្ញុំមិននិយាយច្រើនទេព្រោះខ្ញុំប្រញាប់យកសមុទ្រទៅកន្លែងផ្សេងទៀត អូខេ មកទៅណា ទៅយកសមុទ្របន្តិច យកសមុទ្រទៅពីយកបាននេះ គេប្រាប់ថាស្ថានីយ៍សមុទ្រត្រូវបាត់បានជាទៅទាំងយកបែប មិន នេះ មិនអីទេអញ្ចឹងឆាប់ទៅចុះខ្ញុំឈឺពោះណាសូមទៅមកគុណបន្តិចសិនសមុទ្រនៅទីនេះសូមជួយចុះហត្ថលេខា ហេចង់ធ្វើស្អីហ្នឹង អេខ្ញុំចូលមកគុណ3ដងហើយមិនក៏មិនតន់ត្រឡប់មកវិញទៀតឬមួយសាំងយ៉ាងគេកំពុងតែមានគ្រោះថ្នាក់ធ្វើយ៉ាងម៉េចទៅឬក៏ទៅទេប្រាប់ប៉ូលីសប៉ុន្តែសាំងយ៉ាងបាត់ខ្លួនមិនតន់បាន1ម៉ោងទេពួកគេមិនទទួលពាក្យបណ្ដឹងទេអូត្រូវហើយគឺអ្នកនាងសុំមកយូគេបារម្ភពីសាំងយ៉ាងណា ថាម៉េចសញ្ញានបាត់ខ្លួននេះអាឡូជួយចាត់កម្លាំងឲ្យតាមរកមនុស្សម្នាក់គេឈ្មោះសញ្ញានអាយុ21ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យចាំងប៉ៃខ្ញុំសង្ស័យគេត្រូវចាប់ចម្រិនមានតម្រូវអីដែរទេ ពួកយើងមករកមើលតម្រូវពេលមួយយប់ហើយប៉ុន្តែរកមិនឃើញឡានជនសង្ស័យនោះទេ រកមើលបន្ថែមទៀតទេ បាទ សញ្ញាលោកណែណាអ្នកណាធ្វើអីលោកសញ្ញាលោកណែណាអ្នកណាធ្វើអីលោក រកឃើញតម្រូវហើយពួកយើងបានពិនិត្យរកមើលគ្រប់កន្លែងពេលនេះបានឃើញឡានមួយដែលគួរឲ្យសង្ស័យបំផុតហើយឡានដែលគួរឲ្យសង្ស័យនោះគឺជាឡានចុងក្រោយដែលនៅកន្លែងកើតហេតុឡាននោះរកឃើញនៅខាងលិចក្រុងប៉េកាំងមកដល់ពេលនេះខ្ញុំខ្លាចថាមានគ្រោះថ្នាក់ដល់ទីនោះទេ ឆាប់បញ្ជូនមនុស្សទៅទីនោះភ្លាមអញចុះសិនទេអត់ទេខ្ញុំទៅជាមួយឯងដែរខ្ញុំបារម្ភពីឯង ដាក់ទៅខ្ញុំចង់លេងល្បែងសោះណាឯងមើលអីឆាំងមើលឡើងមក សញ្ញាលោកណែណាឬមួយសញ្ញាកំពុងស្ថិតក្នុងគ្រោះថ្នាក់មិនយូកុំអីណាកុំខ្វល់ខ្វាយពេកខ្ញុំជឿថាសញ្ញាពិតជាមិនអីទេគេជាមនុស្សល្អគេច្បាស់ជាមានសុវត្ថិភាពមិនដឹងទេខ្ញុំខ្លាចថាសញ្ញាគេនឹងស្លាប់គ្មានផ្លូវទេច្បាស់ជាមិនអីទេណាសញ្ញា អ្នកនាងមកយូ នោះគឺសញ្ញាគេមិនទាន់ស្លាប់ទេអញមិនអីទេអ្នកណាចាប់អញមកទីនេះអ្នកនាងសងបារម្ភពីឯងណាដឹងទេសួរលំបាកដើម្បីជួយសង្គ្រោះឯង មើលទៅគេពិតជាបារម្ភពីខ្ញុំហ្នឹងខ្ញុំមិនអីទេមកយូមិនអីទេ មិនយូរឯងកាត់អីហ្នឹង អ្នកនាងវ៉ាន់ប្រាប់ខ្ញុំបានទេមានអ្វីកាត់ឡើង ការដែលឯងបាត់ខ្លួនមិនយូរគេបារម្ភពីឯងណានាងមិនបាត់ដេកពេញមួយយប់កាន់តែរកឯងមិនឃើញនាងកាន់តែអង្គុយមិនជាប់បើកឡានលឿនដូចហោះហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ទៀតបើសិនមិនមែនដើម្បីឯងនាងក៏មិនត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់បាត់នេះដែរ ហេតុអីទៅអ្នកដែលនៅក្នុងនោះការពិតគួរតែជាខ្ញុំទេមិនបានជានាងបត់ថយជីវិតដើម្បីខ្ញុំបែបនេះហេតុអីក៏អ្នកនាងសងធ្វើបែបនេះទៅ
លោកគ្រូពេទ្យយ៉ាងមិនទៅហើយក ុំមិនបានចាត់ចូលក្នុងពោះជ្រៅប៉ុន្តែខ្ញុំបានយកចេញមកហើយស្ថានភាពពេលនេះនៅតែធ្ងន់ធ្ងរត្រូវរងចាំមើលពី3 អរ ថ្ងៃ គុ ទៀត ណសុំទោសគឺដោយសារតែខ្ញុំ សញ្ញាមិនគណៈស្គីមិននិយាយ មិនដឹងនិយាយថាយ៉ាងម៉េចដោយសារតែនាងជួយខ្ញុំធ្វើឲ្យនាងបេះតែស្លាប់ខ្លួននាងក៏ដឹងដែរមែនទេថាខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់ក្នុងហៅប៉ារបស់ខ្ញុំគ្មានលុយទេដូច្នេះរឿងដែលនាងធ្លាប់និយាយជាមួយនឹងខ្ញុំពីមុនខ្ញុំនឹងយល់ព្រម បើពេលនេះដូចពេលដំបូងដែលជួបគ្នាខ្ញុំនឹងសប្បាយចិត្តលើលោកនិយាយបែបនេះប៉ុន្តែនៅពេលនេះវាផ្លាស់ប្ដូរហើយ បានន័យថាម៉េច ពេលនេះខ្ញុំនឹងស្រឡាញ់គេហើយដូច្នេះខ្ញុំរងចាំលោកព្រមដោយខ្លួនឯងឥឡូវនេះខ្ញុំមិនស្រួលទេរងចាំឲ្យរាងកាយខ្ញុំស្រួលបន្តិចខ្ញុំនឹងធ្វើបាបលោកម្ដងទៀតចាំតុង លើកនេះមិនដូចមុនទៀតទេគ្មានការបដិសេធឡើយខ្ញុំមិនព្រមទៀតទេ ហើយមិនក៏ពួកគេមិនលើកទូរស័ព្ទឬមួយពួកគេត្រូវចាប់ខ្លួនអស់ហើយ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចំណេញចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ យើងមិនអាចចាញ់ឯងដាច់ខាត ស្រេចទាំង អូគឺចាំចាក់ឲ្យ ដៃបងគ្មានកម្លាំងបញ្ចុកបងទៅ ណែអ่ะ បងចង់ទៅបន្ទប់តឹងអញបីបងទៅ នៅនាងសុំកុំធ្វើបែបនេះអី បងមិនបានធ្វើអីទេ កុំដាក់មុខចិត្តពេក កុំឲ្យបងដាក់មុខចិត្តផងឯង នៅនាងសុំកុំធ្វើអញ្ចឹងអី បងមិនបានធ្វើអីទេ កុំដាក់មុខចិត្តពេក កុំឲ្យបងដាក់មុខចិត្តផងឯងមិនអីទេបងឈប់ទៅវិញហើយចាំមិនឡើងចង់មើលថែបងទៀតហើយឯង អត់ទេត្រូវតែមើលថែ អ្នកនាងសុងមិត្តប្រុសអ្នកនាងល្អណាស់មើលទៅស្រឡាញ់អ្នកនាងខ្លាំងទៀតជូនពរឲ្យអ្នកទាំងពីរចាប់បានរៀបការនិងមានកូនឆាប់ឆាំ ខ្ញុំគ្រាន់តែជាក្មេងប្រុសធម្មតាម្នាក់ចំណែកសុំវិញយូជាអភិជនជីវិតរបស់ពួកយើងគឺខុសគ្នាឆ្ងាយណាស់ បងឃ្លានហើយតែដៃបងគ្មានកម្លាំងបញ្ចុកបងផងណា ប៉ុន្តែនៅនាងសុំគឺ មិនចង់ធ្វើតែអាចជាអ្នកធ្វើឲ្យបងខ្លាចជាបែបនេះ អត់ទេខ្ញុំដឹងណែ អើយក្តៅណាស់ ក្តៅមែនទេ សាក់ញ៉ាំខ្លួនឯងមើលទៅ សុំទោសខ្ញុំមិនប្រយ័ត្ននៅនាងសុំហេតុអីក៏ប្រាប់អ្នកបើកឡានមិនឲ្យជូនខ្ញុំទៅបន្ទប់វិញបែបនេះ បងប្រាប់ទៅចុះផ្ទះនៅទីនោះរੂរើហើយបងជាម្ចាស់ផ្ទះប្រហែលជាមិនជួលទៀតទេដូច្នេះបើជូនអញទៅក៏គ្មានផ្ទះនៅទៀតដែរតែកុំព្រួយបារម្ភអីមានកន្លែងទៅហើយគឺផ្ទះរបស់បង ទៅនៅផ្ទះនៅនាងសុំមិនខុសពីទៅនៅក្នុងរូងចចកទេ បើសិនអញមិននិយាយបែបនេះបងក៏ថាអញយល់ព្រមហើយ គឺអត់ទេនៅនាងសុំគឺ ក៏បានពេលនេះខ្ញុំមិនមកខំអញទេបើអញមិនចង់ទៅផ្ទះខ្ញុំទៅណាក៏ទៅចុះប៉ុន្តែពេលណាដែលអញបដូរចិនចង់មករស់នៅក្នុងផ្ទះខ្ញុំអញមកបានគ្រប់ពេល ហេតុអីអ្នកនាងសុំមកជួយបងឬមួយអ្នកនាងសុងពិតជាស្រឡាញ់បងពិតមែនតែដឹងហើយអ្នកណាក៏ដឹងថាតកូលសុងគឺជាតកូលអ្នកមានបំផុតនៅក្នុងក្រុងប៉េកាំងនេះដែរបងបានប្រើល្បិចអីខ្លះបានជាធ្វើឲ្យគេស្រឡាញ់បងប្រាប់មកខ្ញុំខ្លះមកខ្ញុំស្រួលរៀនតាមបង ខ្ញុំក៏សង្ស័យដែរថានាងស្រឡាញ់ខ្ញុំពិតឬមួយក៏លេងសើចជាមួយខ្ញុំអញរកផ្ទះបានថ្មីហើយនៅពេលនេះខ្ញុំមិនទាន់មានទេសុំនៅពីពេលថ្ងៃផងតើបានទេ គ្មានបញ្ហាទេបងប្រុសចាំខ្ញុំទៅជាមួយ អាឡូខ្ញុំរស់ក្នុងបន្ទប់តឹងឈឺរបួសខ្លាំងណាស់
នៅនាងសុងចាំតិចខ្ញុំទៅដល់ហើយនៅនាងសុងយ៉ាងម៉េចទៅហើយ បានគ្រាន់បាស់ហើយនៅជួយតិចតួច ឆាប់ទៅមន្ទីរពេទ្យទៅ មិនបាញ់គ្រាន់តែជួយលាបថ្នាំឲ្យតិចទៅបានហើយអត់ទៅហើយខ្ញុំមិនតាន់ជាស្រួលបុលទេប្រហែលថ្ងៃនេះអញជួយមើលថែខ្ញុំបានទេ ហ៎ ប៉ុន្តែបើឯងមិនចង់មកខ្ញុំក៏មិនបង្ខំឯងដែរកុំខ្វល់អីត្រឡប់ទៅវិញទៅ ក៏បានដែរខ្ញុំនឹងមកមើលថែនៅនាងនៅទីនេះរហូតដល់ជារបួសប៉ុន្តែនៅនាងសុងមិនខ្លាចថាខ្ញុំនឹងលួចរបស់របរនៅនាងទេ ខ្ញុំថយជីវិតដើម្បីជួយឯងតែខ្ញុំគិតថាឯងមិនធ្វើបែបនេះដាក់ខ្ញុំនោះទេមួយវិញទៀតរបស់ដែលមានតម្លៃបំផុតក្នុងផ្ទះនេះគឺជាខ្ញុំនឹងហើយបើឯងចង់លួចមានទៅលួចខ្ញុំនឹងហើយធ្វើឲ្យអញភ័យហើយកុំបារម្ភអីបងស្រីម្នាក់នេះមិនស៊ីមនុស្សទេមកថ្នាំនេះណាជួយបដូរអញតិច បាន សៀងយ៉ាងអញចាប់ផ្ដើមរៀនវិញពេលណា នៅកន្លះខែទៀត កន្លះខែទៀតចិត្តមកដល់ហើយអនាគតចង់ធ្វើអីអាចប្រាប់បានទេ គម្រោងរបស់ខ្ញុំគឺធ្វើការក្រៅម៉ោងព្រោះខ្ញុំនៅជាពាក់នាងគូថ្លៃព្យាបាលខ្លួននៅថ្ងៃនោះ តាមមានរឿងអី គឺថ្ងៃដែលខ្ញុំចូលមន្ទីរពេទ្យលើកចុងក្រោយពេលនោះប៉ារបស់នាងគូបានជួយបង់ថ្លៃមន្ទីរពេទ្យឲ្យខ្ញុំសរុបទៅ1លាន គូរូរូនាងពិតជាអាក្រក់មែនហ៊ានទៀមទាយកគុណសម្បត្តិទាំងដែលខ្លួនឯងមិនបានធ្វើអ្វីសោះអ្វីដែលនាងនិយាយមិនពិតទេការចំណាយលើការព្យាបាលរបស់លោកគឺជាលុយរបស់ខ្ញុំ ថាម៉េច បើមិនជឿស្អែកខ្ញុំជួលលោកទៅមន្ទីរពេទ្យដើម្បីសួរនាំឲ្យច្បាស់លោកក៏ថាគូរូរូគ្រាន់តែជាអ្នកធ្វើការស៊ីឈ្នួលម្នាក់សោះមានចិត្តល្អបែបនេះទេ គឺខ្ញុំមិនដឹងអញ្ចឹងខ្ញុំជំពាក់នាងទៀតហើយ អញ្ចឹងអញហ៊ានបកកាយនឹងបងមែនទេបងនៅជឿរបស់នៅឡើយទេរឿងលុយមិនបាញ់និយាយទេលោកគ្មានអីជំពាក់ខ្ញុំព្រោះកាលនោះជាកំហុសរបស់ខ្ញុំទេសុំទោស មិនអីទេមិនច្រឡំទេដឹងនៅនាងសុំទោសខ្ញុំ ចាប់ពីពេលនេះលោកឈប់ពីការងារក្រៅម៉ោងនោះទេហើយថ្ងៃស្អែកទៅក្រុមហ៊ុនជាមួយខ្ញុំដើម្បីរកមើលថាមុខតំណែងមួយណាសមជាមួយលោក បាននៅនាងសុំសាកញ៉ាំមើលទៅខ្ញុំញ៉ាំមុនក៏បានដែរ បើបានបែបនេះរាល់ថ្ងៃច្បាស់ជាល្អណាស់ ឆ្ងាញ់ខ្លាំងណាស់សាកញ៉ាំទៅ សៀងយ៉ាងអ្នកនាងសងបានរៀបចំឲ្យលោកចូលធ្វើការក្នុងផ្នែកលក់នេះជាកន្លែងរបស់លោកអាចអង្គុយបាន បាទអរគុណអ្នកនាងជំនួយការ មិញយូរបួសអញយ៉ាងម៉េចហើយមិនសម្រាប់នៅផ្ទះពី3ថ្ងៃទៀតទេបើខ្ញុំសម្រាប់នៅផ្ទះពី3ថ្ងៃទៀតអញមិនទៅទូរស័ព្ទទៅខ្ញុំរាល់ថ្ងៃហើយទេនិយាយមកធ្វើដូចជាយ៉ាងនេះគ្មានបេះដូងអេហើយចុះក្មេងនោះយ៉ាងម៉េចហើយគេលែងរត់ទៅណាឲ្យអញតាមរកទៀតថៃមែនទេពិតប្រាកដហើយពេលនេះគេនៅក្នុងផ្ទះរបស់ខ្ញុំហើយគេមើលថែខ្ញុំគ្រប់ពេលព្រឹកឡើងគេថែមទាំងធ្វើអាហារពេលព្រឹកឲ្យទៀតផងចៅវាយស្រីតើនាងល្ងងឬក៏ធ្វើជាល្ងងទេសុទ្ធជាតិមួយគ្រាប់មានតម្លៃប្រមាណត្រេកអរធ្វើមើលតែបានដុំពេញពិតខ្ញុំមិនខ្វះនោះទេចាឯងមិនខ្វះលុយទេតែអ្វីដែលខ្វះនោះគឺអាណែ នៅនាងសុំខ្ញុំចង់ទិញខោអាវខ្លះដើម្បីផ្លាស់ប្ដូរ មិនបាច់ទៅទិញនំខាតពេលចាំខ្ញុំប្រាប់គេឲ្យទៅទិញឲ្យលោក អូ ចុះ កុំអីខ្ញុំមិនចង់ប្រើលុយនៅនាងច្រើនពេកទេ ប៉ុណ្ណឹងមិនជ្រុលរំជាងខ្ញុំទេខ្ញុំមានលុយច្រើនណាស់ខ្ញុំសប្បាយចិត្តនឹងឲ្យលោក ខ្ញុំយល់ហើយប៉ុន្តែខ្ញុំមិនចង់ជំពាក់គុណច្រើនពេក ចុះអ្នកណាប្រាប់ឲ្យសងវិញគ្មានល្ងងនេះគួរឲ្យធុញណាស់លោកមិនចង់ឲ្យមានចម្ពាក់អីនឹងខ្ញុំសោះមែនទេប្រាប់លោកម្ដងទៀតពេលអញនៅតែពីនេះជាមួយនឹងយើងកុំហៅយើងថាអ្នកនាងឲ្យសោះត្រូវតែហៅខ្ញុំថាមីងយូប៉ុណ្ណោះឬក៏បងមីងយូក៏បានដែរ ដឹងហើយ ចាប់បានហៅខ្ញុំថាបងមីងយូទេ បងស្រីមីងយូ ល្អណាស់ អត់ណែអាក្មេងមកថ្មីឯងមិនចេះគួរសមទេជាមនុស្សបាបសាក៏អាចចូលមកក្រុមហ៊ុននេះបានដែរ ទី1ខ្ញុំថាលោកទេដែលដាក់បុកខ្ញុំមុនទី2លោកទេដែលគ្មាន ទើបតែចូលមកថ្មីហ៊ាននិយាយសម្ដីលោទៀតខ្ញុំទៅជិះពេជ្រឲ្យមិនស្រីរបស់ខ្ញុំបាត់តាណាឲ្យលួចមែនទេ ខ្ញុំមិនដឹងថាលោកនិយាយពីអីទេហើយខ្ញុំក៏មិនលួចអ្វីដែរ យើងក៏ថាឲ្យលួចឯងមានចេតនាដាក់មកបុកយើងខ្ញុំសង្ស័យថាឯងបានលួចជិះពេជ្ររបស់ខ្ញុំ សូមបញ្ជាក់ម្ដងទៀតលោកជាអ្នកដាក់បុកខ្ញុំមុនខ្ញុំមិនបានលួច នេះឯងកំពុងប្រាប់ខ្ញុំថាវាជាកំហុសរបស់ខ្ញុំមែនទេជិះពេជ្រនេះខ្ញុំទិញសម្រាប់សុំមិនស្រីរៀបការជិះពេជ្រនេះមានទំហំ15ក្រាតហើយខ្ញុំទិញក្នុងតម្លៃ1លានឯណោះ ជឿខ្ញុំទៅពេជ្រនោះមិនមែនទំហំ15ក្រាតដូចគេនិយាយទេខ្ញុំធ្លាប់មើលរូបភាពដែលគេឲ្យមើល បើគេលួចជិះពេជ្រនោះពិតមែនគេច្បាស់ជាជាប់គុកមិនខាន ខ្ញុំគិតថាសៀងយ៉ាងស្មោះត្រង់ណាស់គេមិនអាចលួចរបស់អ្នកដទៃទេ បើឯងថាមិនបានលួចអញ្ចឹងហ៊ានដោះសម្លៀកបំពាក់ឲ្យយើងឆៃឆៃដែរទី មានរឿងអីហ្នឹង នៅនេះសុងនៅនេះជួយរកយុទ្ធធម៌ខ្ញុំផងសាយ៉ាងគេបានលួចជិះពេជ្ររបស់ខ្ញុំមានតម្លៃដល់ទៅ1លាន បានលួចមែនឬអត់ ខ្ញុំអត់ទេ
អ្នកនាងសងជឿខ្ញុំឬក៏អត់ ឯនេះពិតជាហ៊ានណាស់ហ៊ាននិយាយថាមិនបានលួចនៅចំពោះមុខអ្នកនាងសុងបាយខ្លាំងឲ្យយើងឆែកខ្លួនឯងទៅអ្នកនាងសុងមនុស្សដូចជាគេនេះមិនអាចឲ្យធ្វើការនៅក្នុងក្រុមហ៊ុនពួកយើងបានទេ អ្នកណាថាខ្ញុំមិនហ៊ាននោះតែត្រូវរៀបការឲ្យប៉ូលីសឲ្យមកស្រាវជ្រាវឆែកជាមុនសិនថាអ្នកណាគឺជាអ្នកលួច អញ្ចឹងហៅប៉ូលីសមកឲ្យគ្រប់គ្នាទៅឆែកក្នុងបន្ទប់ទទួលភ្ញៀវជាពិសេសត្រូវឆែកលើខ្លួនឯងទៅពីនេះ តើខ្ញុំគួរតែជឿដែរទេថាក្មេងប្រុសស្បែកសម្នាក់នោះមានគំនិតជាចោលបែបនេះហើយមិនដឹងទេមានតែចាំមើលបន្តទៀត ខ្ញុំលើថាគេមិនទាន់ចាប់ទេមិនដឹងថាអាខ្សែអីទៅបានចូលមកក្រុមហ៊ុននេះបាន អ្នកនាងសុំគិតមកលើខ្ញុំដូចពួកគេដែរអត់បងស្រីមីយូបងស្រីមីយូ មិនបានជាមិនប្រាប់បងនឹងមកយកឯង គ្មានអ្វីទេខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង និយាយថាគ្មានអីទេប៉ុន្តែទឹកមុខឯងមិនចេះច្បាស់ណា គឺខ្ញុំគ្រាន់តែបារម្ភថាខ្ញុំបង្កបញ្ហាអ្វីខ្លះដល់បងទៅបងដឹងថាខ្ញុំទើបតែចូលក្រុមហ៊ុន ក្មេងល្ងងខ្ញុំមានបន្ទោឯងយ៉ាងណាលើកនេះច្បាស់ហើយលាវយ៉ាងម៉េចជាអ្នកចោតប្រកាន់ឯងកុំបារម្ភអីបងនឹងចាត់ការឲ្យស័ក្តិសមបំផុត មិនបានជាបងដឹងប៉ូលីសស៊ើបមិនទាន់ដឹងផង បងមិនដែលទុកចិត្តឯងទៅពេលណាសៀងចាងកុំបារម្ភអីដល់រាប់ណាបងនៅទីនេះគ្មានអ្នកណាអាចធ្វើបាបឯងបានទេចំណែករឿងនេះបងនឹងរកយុត្តិធម៌ឲ្យឯង ឆាប់និយាយមកថាសៀងយ៉ាងពិតជាបានយកពេជ្ររបស់លីយ៉ាពេញដែរ មិន ទេ ច្បាស់ច្រើនទេខ្ញុំថាគេយកច្បាស់ណាស់មើលតែគេគឺជាមនុស្សក្រីក្រឃើញពេជ្រមិនបានទេច្បាស់ជាមានដៃមានជើងមនុស្សបែបនេះបើធ្វើការជាមួយនឹងពួកយើងរបស់ពួកយើងច្បាស់ជាត្រូវវាលួចយកឲ្យជាមិនខានមិនអាចទុកបែរឲ្យបាននោះទេ ផ្នែកលោកមកខាងណាដែរដែលមើលឃើញថាសៀងចាងជាអ្នកលួចពេញ ខ្ញុំគ្មានន័យបាននេះទេប្រហែលជាខ្ញុំនិយាយមិនបានគិតហើយ បើដឹងខ្លួនឆាប់សុំទោសគេភ្លាមពីបត់ដែលនិយាយចោតប្រកាន់អ្នកដទៃ សាំងចឹងសុំទោសផងខ្ញុំគ្មានអំណងថាអីទេសុំទោសផងណា គេបានជាសំទោសទៅហើយបងភ្លេចចោលទៅ ខ្ញុំដឹងថាលោកចិត្តល្អប៉ុន្តែកម្មផ្សាយពីចចាំអារាមបង្កាច់បង្ខូចគេទោះបីមើលទៅមិនធ្ងន់ធ្ងរប៉ុន្តែនេះអាចសម្លាប់មនុស្សបានខ្ញុំដឹងថាលោកចិត្តល្អប៉ុន្តែកម្មផ្សាយពីចចាំអារាមបង្កាច់បង្ខូចគេទោះបីមើលទៅមិនធ្ងន់ធ្ងរប៉ុន្តែនេះអាចសម្លាប់មនុស្សបាននេះជាបញ្ហាធំណាស់ហើយខ្ញុំមិនព្រមឲ្យគេឬខ្លួនស្រួលទេលោកត្រូវតែបដិញ្ញគេចេញខ្ញុំនឹងប្រកាសប្រាប់អ្នកក្រុមហ៊ុនទាំងមូលឲ្យយករឿងនេះជាមេរៀនមិនឲ្យយកតម្រាប់តាមទេ តែនេះជាមានដឹកនាំយ៉ាងម៉េចខ្ញុំបានសុំទោសគេហើយអ្វីដែលខ្ញុំនិយាយក៏មិនខុសដែរព្រោះពលីមិនต้องបាននិយាយអ្វីទេបានន័យថាគេខុសពិតមែន ឆាប់សារភាពទៅ ខ្ញុំមិនខុសទេគេលួចពេជ្ររបស់ខ្ញុំពិតមែន ក្នុងវីដេអូបានបញ្ជាក់ហើយឃើញថាលោកចោតប្រកាន់គេទាំងនោះ ខ្ញុំពិតជាឆ្លើយឱកាសពេលដែលគេមិនដឹងខ្លួនខ្ញុំជឿយកពេជ្រដាក់ក្នុងកប៉ាល់គេពិតមែន លោកយកទៅដាក់ក្នុងហបខាងណា សាំងចឹង ប្រជុំក្រុមហ៊ុនម្សិលមិញខ្ញុំភ័យណាស់គិតថាក្រុមហ៊ុនប្រហែលជាមានការបញ្ឈប់ទៀតហើយតែស្មានមិនដល់ជាការកោតសរសើរសៀងយ៉ាងពិតជាសំណាងណាស់ទីបំផុតអ្នកចោតប្រកាន់ត្រូវទទួលកម្មមិនដែលឃើញអ្នកនាងសុងយកចិត្តទុកដាក់លើបុគ្គលិកបែបនេះទេមែនហើយធម្មតាអ្នកនាងសុងតាំងណាតែពេលមានរឿងនេះទើបដឹងថាគាត់ស្រឡាញ់បុគ្គលិកគ្រប់គ្នានិយាយអញ្ចឹងថ្ងៃនេះអ្នកនាងសុងមិនទាន់ឃើញចូលមកទេក្នុងកិច្ចប្រជុំម្សិលមិញខ្ញុំមើលទៅមុខគាត់ដូចជាមិនសូវល្អសោះឬមួយក៏គាត់ឈឺទេដឹង អ្នកនាងសងព្រឹកនេះឲ្យខ្ញុំមកធ្វើការម្នាក់ឯងក៏មិនបាននិយាយពីមូលហេតុអ្វីដែរតែនាងពិតជាឈឺមែនទេឬមួយក៏របួសរបស់នាងចាប់ផ្ដើមធ្វើទុកម្ដងទៀតទៅហើយខ្ញុំពិតជាប្រហែលមែនវាមិនអាចទៅរួចនោះទេ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រស់ទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានគំនិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្បូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ មកឈឺធ្ងន់ពិតមែនប្រកាសជាប្រាប់ខ្ញុំឲ្យមើលថាហើយហេតុអីក៏លើកនេះស្ងាត់បែបនេះ មិនឆ្ងល់ទេហេតុអីបានជាសុងមិញជូគេមិនព្រមមករកខ្ញុំដោយការពីមុនអាចចាំម៉ាស៊ីននេះនៅមិនទាន់ស្លាប់ទៀតដែរការពិតទៅអាចចាំម៉ាស៊ីននេះវារស់នៅជាមួយនឹងសុងមិញជូទីនេះសោះតកូលហ្វូអាចដកដង្ហើមបានដោយសារគ្រួសារសុងដូច្នេះខ្ញុំមិនអាចបោះបង់ឱកាសនេះបានទេ បងស្រីបងកាត់អីមិនបានជាមិនញ៉ាំអាហារពេលព្រឹក បងមិនចង់ញ៉ាំអញមិនបាច់បានពីបងទេ បងស្រីគួរតែញ៉ាំបន្តិចទៅចង់ញ៉ាំអីប្រាប់ខ្ញុំឲ្យចុះ បងឈឺកាពះមិនចង់ញ៉ាំ មានអ្វីកាត់ឡើងកាពះមែនទេតោះទៅទីពេទ្យទៅ ក្មេងល្ងងមិញរបស់បងនៅទីនេះទាំងមូលហើយ អូអញ្ចឹងចាំខ្ញុំទៅធ្វើចំហុយស្ករត្នោតទៅចុះ បងមិនញ៉ាំ ញ៉ាំបន្តិចទៅខ្ញុំទៅធ្វើឥឡូវនេះ ពេលនេះអាចធ្វើឲ្យបងបានបន្ទាប់ពីអញចូលរៀនបានអ្នកណាធ្វើសុទ្ធចំហុយថ្នាក់ឲ្យបងញ៉ាំទៀត សុទ្ធចំហុយត្នោតគឺងាយស្រួលណាស់ចាំខ្ញុំមករៀនទៅចុះ តែបងចង់ញ៉ាំស្នាដៃដែលអញចំអិន អញ្ចឹងចាំពេលខ្ញុំទំនេរខ្ញុំមកធ្វើឲ្យ ចុះបើបងចង់ញ៉ាំវារាល់ថ្ងៃ ខ្ញុំ សៀងចាងអញនៅតែមិនយល់ទៀតមែនទេថាបងស្រឡាញ់ឯង បងពិតជាស្រឡាញ់ខ្ញុំមែន អញទៅការផ្នែកដូចគាត់ចាំមិញបានជាមើលមិនឃើញពីចិត្តបង ប៉ុន្តែលោកបានប៉ាវជើបាននិយាយថាការបញ្ជាទិញរាប់រយលាននឹងត្រូវដាក់ចេញហើយ អញនិយាយស្អី ប៉ុន្តែ ប៉ុន្តែអញមិននិយាយមកហេតុអីអញមិនគិតថាបងប្រថុយជីវិតជួបគ្រោះថ្នាក់ជួយអញរត់ដងដើម្បីអីខ្ញុំធ្វើបាបអញរត់ថ្ងៃដើម្បីអីខ្ញុំថាអញល្ងងណាស់អញពិតជាល្ងងមែនសៀងចាងអញមានចិត្តស្រឡាញ់បងទេតែធ្វើជាល្ងងទៀតខ្ញុំបានសួរថាអញមានស្រឡាញ់បងទេមិនបានជាមិនឆ្លើយតាំងពីពេញវ័យមកខ្ញុំមិនដែលខ្វល់នឹងបរិះណាទេ
បងស្រីមីយូជប់យំទៅបានហើយសុំមីយូខ្ញុំប្រាប់ថាខ្ញុំក៏ស្រឡាញ់បងដែរប៉ុន្តែខ្ញុំដឹងថាស្ថានភាពរបស់ខ្ញុំពេលនេះមិនសមជាមួយនឹងបងទេជីវភាពផ្ទាល់ខ្លួនរបស់ខ្ញុំគ្រួសារឪពុកម្ដាយរបស់ខ្ញុំសុទ្ធតែជាអ្នកក្រទាំងអស់ អញកំពុងនិយាយអី ខ្ញុំបាននិយាយថាស្ថានភាពរបស់ខ្ញុំពេលនេះគឺខុសគ្នាឆ្ងាយ អ ណា ត់ ស់ ទេពេលដែលអញនិយាយមុននោះ ខ្ញុំក៏ស្រឡាញ់បង ខ្ញុំស្ដាប់មិនច្រឡំទេល្អខ្ញុំយល់ហើយ យល់យ៉ាងម៉េចទៅគឺខ្ញុំបាននិយាយថា បើខ្ញុំថាយល់គឺយល់ហើយកុំបារម្ភឆាប់ទៅគេងទៅលើកនេះអញមិនអាចរត់ចេញបានទេ នៅនាងសុងរកខ្ញុំហ៎ ចង់សាក់ទេអារម្មណ៍ដែលខ្លាំងជាច្បាយគេវាចឹងមិន អត់ទេខ្ញុំគ្មានមហិច្ឆតាដល់ម្លឹងទេ បងរាប់13 1 2 អឺ ពិតជាល្អណាស់ពិតជាល្អណាស់ បងស្រីមីយូតើចង់ធ្វើអី មិនធ្វើអីទេគ្រាន់តែចង់ជជែកជាមួយឯង ចុះបើមានអ្នកណាចូលមកឃើញនោះ អ្នកណាហ៊ានខ្ញុំរបស់ស្បែករបស់គេ តែខ្ញុំគិតថាយើងមិនគួរធ្វើបែបនេះទេចាំទៅផ្ទះវិញទៅ និយាយតាមត្រង់ខ្ញុំពិតជាចូលចិត្តនៅពេលដែលអញអៀនខ្លាំងណាស់អ្នកណាក៏ហ៊ានខ្លាំងម្ល៉េះលោកតាមិនបានជាមកមិនគោះទ្វារមុនអញ្ចឹង តាបាត់គូហើយឯងមិនឆ្លើយតបតាក៏ចូលមកតែម្ដងទៅក្មេងបដនេះនេះអាចចូលចិត្តគេមែនទេហើយចាពិតជាចង់បានអាយុ18ឆ្នាំម្ដងទៀតណាកុំរកឃើញឯងខ្វល់ពីបរោះណាស់ណាមើលទៅក្មេងបដនេះឯងពេកចិត្តហើយបែបទេ មិនតាន់ដល់ពេលលោកតាទេនៅពេលដែលលោកតាប្រកាសចិនខ្ញុំនឹងនាំគេទៅជួបលោកតាភ្លាម ចាក់ក្បាលខូច នៅនាងសុងពិតជាចង់នាំខ្ញុំទៅជួបលោកតាពិតមែនទេ ចឹងមិញអញទៅតានិយាយថាស្រឡាញ់បងពេលនេះមិនចង់ទទួលស្គាល់មែនទេ ប៉ុន្តែនៅពេលនេះគឺលឿនខ្លាំងពេកហើយខ្ញុំមិនទាន់ត្រៀមខ្លួនរួចផងស្ថានភាពរបស់ខ្ញុំពេលនេះមិនអាចប្រៀបផ្ទឹមអ្វីនឹងអ្នកនាងសុងបានទេប្រហែលជាគ្រួសារសុងមិនយល់ព្រមឡើយក ុំបារម្ភលោកតារបស់បងគាត់មិនអីទេអង្គុយចុះទេ ជំរាបសួរលោកតាសុងយាយសុងលោកតាសុងលោកយាយសុង ខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះឯងនៅឡើយទេឯងមកពីណាដែរ ខ្ញុំឈ្មោះសាយ៉ាងមកពីភូមិខាងជើងនៃទីក្រុងប៉េកាំង ឆ្នាំនេះឯងមានអាយុប្រហែលមើលទៅឯងដូចជាក្មេងណាស់ ខ្ញុំអាយុ21ឆ្នាំបច្ចុប្បន្នកំពុងសិក្សានៅមហាវិទ្យាល័ ហើ យ យឯងបានជួបមិញយូរយ៉ាងម៉េច គឺខ្ញុំ ខ្ញុំបានជួបគេតាមផ្លូវពេលនោះគ្រាន់តែឃើញភ្លាមក៏តែទាញអារម្មណ៍ខ្ញុំភ្លាមដូច្នេះក៏បន្តធ្វើបាបគាត់ហើយគាត់ថាធ្វើយ៉ាងណាត្រូវតែយកគេមកធ្វើជាស្វាមីខ្ញុំឲ្យបានបើសិនជាមិនព្រមទេខ្ញុំនឹងសម្លាប់គេចោលគ្រួសារយើងមិនប្រកាន់អត្តសញ្ញាណនិងស្ថានភាពប៉ុន្តែកម្រិតអាយុរវាងពួកឯងទាំងពីរវាដូចជាឆ្ងាយគ្នាបន្តិចហើយ បែបហើយវិញយូរឆ្នាំនេះតាអាចារ្យធ្វើគុកកំណត់អាយុ28ឆ្នាំដែរទេ ថាម៉េច28ឆ្នាំអីទៅលោកតាខ្ញុំតែ26ឆ្នាំតែប៉ុណ្ណឹងលោកតាចាស់ហើយតែងតែភ្លៀងច្រើនកុំនិយាយពាក្យមិនសមហេតុផលចង់សាកមើលដែរទេ ខ្ញុំមិនចេះផឹកទេ មិនចេះផឹងខ្ញុំអាចបង្រៀនលោកបានសាកបន្តិចទេរសជាតិល្អណាស់ចាំមិនដែរ វាឈួនបន្តិចហើយ បន្តិចទៀតលេងអីហើយលោកមិនស្វឹងទេមែនទេ ដូចជាអត់ទេនៅនាងសុង លោកមិនខ្មាស់អៀនទេថ្ងៃនេះ នៅនាងសុងទូរស័ព្ទ អាឡូម៉ាមានការអី អាមីងលោកតាឯងប្រាប់ម៉ាក់ថាឯងបាននាំបរិះវ័យក្មេងម្នាក់ទៅជួបគាត់ពិតដែរទេ ចាំមិនដែរម៉ាក់ ម៉ាក់ចង់ដឹងឯងនិយាយលេងឬមែនប្រាប់ម៉ាក់មក ជាការពិតមិននិយាយលេងទេ ហើយចោះសេងឈីងកាលពី10ឆ្នាំមុនគេបានជួយសង្គ្រោះជីវិតឯងណា ម៉ាក់6ឆ្នាំមុននេះខ្ញុំមិនអាចជប់ស្វែងរកគេទេតែនៅតែគ្មានដំណឹងគេសោះខ្ញុំគិតថាគេប្រហែលជាស្លាប់បាត់ហើយ ហើយចោះបើគេមិនទាន់ស្លាប់សុកបែរជាលេចមុខមកឯងគិតយ៉ាងម៉េច ម៉ាក់រឿងនោះមិនអាចទេ នៅនាងសុងយ៉ាងម៉េចហើយ សង្យ៉ាងកាលពី10ឆ្នាំមុនបងបានជួបក្មេងប្រុសម្នាក់ហើយគេជាអ្នកជួយសង្គ្រោះជីវិតបងតាំងពីពេលនោះមកបានទុកពីការចងចាំអស្ចារ្យបំផុតគេមានស្នាមបេះដូងនៅលើដៃបងបានសន្យាជាមួយគេថា6ឆ្នាំក្រោយបងនឹងត្រឡប់ទៅជួបគេប៉ុន្តែ6ឆ្នាំមុននេះបងរកគេមិនឃើញទេដំរីមួយក៏គ្មានបងសួរក្នុងចិត្តថាគេចាក់ចេញពីពិភពលោកទៅមិនមករកខ្ញុំមែនទេ ចុះពេលនេះនៅនាងចូលចិត្តគាត់ទេ ពេលនេះបងមានអញហើយអញចូលចិត្តបងទេ
តាមពិតទៅខ្ញុំគួរតែអរគុណទៅត្រូវបានសិនជាគាត់មិនបានជួយជីវិតអ្នកនាងទេពេលនេះខ្ញុំក៏មិនបានជួបដែរដូច្នេះនាងនៅតែស្វែងរ ខ្ញុំ ក បាន គាត់ សម្រេចចិត្តហើយចាប់ពីពេលនេះតទៅខ្ញុំមិនស្វែងរកគាត់ទៀតទេរយៈពេល6ឆ្នាំហើយខ្ញុំគិតថាគាត់ប្រហែលជាមិនបង្ហាញខ្លួនឲ្យខ្ញុំឃើញទេ សាំងចាំងថ្ងៃអវសានឯងមកដល់ហើយហៅឡូដាក់ថ្នាំឲ្យបានខ្ញុំនៅ50មុនយត់ យ៉ាងហោចណាស់ក៏ពីលៀនដែរ បានធ្វើការទៅ ចៃដន្យណាស់បងប្រុស បងស្រីរូហេតុអីបានជានៅទីនេះ ខ្ញុំគ្មានអីត្រូវធ្វើក៏ដើរលេងជាមួយមិត្តភ័ក្តិចៃដន្យក៏លេចឃើញឯងក៏ចូលមកនិយាយលេងបន្តិចទៅឥឡូវនេះវាសមកាលហើយមិនបន្តលេងផ្ទះ បច្ចុប្បន្នខ្ញុំហាត់ការនៅក្រុមហ៊ុន និយាយអញ្ចឹងបន្តពីរៀនចំតើមានកម្រងអីបន្តទៀត នៅមិនទាន់ច្បាស់នៅឡើយទេ ឥឡូវនេះយើងជជែកគ្នាបដាតោះផឹកតែចំនួនស្រាលើកៅឡើងនៅពេលខាងមុខបើមានការអីលំបាកអាចប្រាប់ខ្ញុំបានណា ថ្នាំមានប្រសិទ្ធភាពហើយចាត់ការឆាប់ឡើងទៅ វៃលុយចូលកងខ្ញុំសិន ខ្ញុំទេនេះពាក់កណាទៀតចាំរួចរកការងារ បានមិនចម្លែកទេដែលសុំវិញយូមិនចូលចិត្តលោកព្រោះបើជាខ្ញុំក៏មិនចូលចិត្តលោកដែរ ការងាររបស់នាងត្រូវតែធ្វើឲ្យបានល្អហាមបរាជ័យឲ្យសោះយល់ហើយនៅ ធានាបន្តិចទៀតនឹងមានរឿងល្អមើលមិនខានបន្តិចទៀតនឹងមានរឿងល្អមើលហើយ ឲ្យឆាប់ឡើងថ្នាំសាប់លើហើយ តែចង់ធ្វើអីកុំមកចិត្តខ្ញុំ ហើយយ៉ាបងប្រុសទ្រាំលោកបានបន្តិចហើយចាំបងស្រីជួយ ចេញទៅកុំមកចិត្តខ្ញុំបើមិនចឹងទេកុំមកទុកខ្ញុំថាឆ្លើយអសោះ និយាយមិនល្អសោះតែមិនខ្វល់ទេ គូរចាំដល់ពេលណាទៀតឈប់និយាយប្រយ័ត្នភ្លាមទៅឆាប់ចាត់ការវាភ្លាមទៅប្រយ័ត្នសុំមីយូមកអត់ទាន់ធ្វើខូចការងារធំអស់ បងស្រីមី ពូ យូ ចេញស៊ីងលើកមុនចាប់បង្រត់ស៊ីនចាខ្ញុំមិនទាន់ជំរាបបញ្ជីផងឥឡូវនេះហ៊ានមកដាក់ថ្នាំគេទៀត មិនដឹងរឿងលឿនណា មានអ្នកណាទៀតក្រៅពីខ្ញុំជាអ្នករាយការណ៍ នា នោះ ងនេះហ៊ានក្បត់ជើងផងយើងនឹងសម្រាប់នាង មិនអីទេ ខ្ញុំមិនអីទេទីបំផុតឲ្យនាងមកជួយខ្ញុំ ស្ដាយណាស់ខ្ញុំមកយន្តតិចហើយ នៅនាងសុំពិបាកក្នុងខ្លួនណា ខ្ញុំមកយន្តតិចហើយ នៅនាងសុំពិបាកក្នុងខ្លួនណា គូរូនាងដាក់ថ្នាំអីឲ្យគេផឹង ខ្ញុំដាក់ឲ្យគាត់តែបន្តិចទេអ្នកណាទៅដឹងថាថ្នាំនេះវាខ្លាំងដល់ម្លឹង សៀងយ៉ាងចាំតែល្អណាស់ អ្នកនាងសុំខ្ញុំđãខុសហើយ ដឹងខុសនៅពេលនេះយឺតពេលហើយឆាប់យកគេទៅដាក់ថ្នាំដែលនៅសល់ឲ្យគេផឹងលើពីនេះទៀតជូនដំណឹងទៅក្រុមហ៊ុនផ្ដាច់អាជីវកម្មគ្រប់យ៉ាងជាមួយគ្រួសារហ្វូនាងនៅទីនេះធ្វើស្អីទៀតឬចង់ឃើញសកម្មភាពយើងទាំងពីរ ទេគឺខ្ញុំកំពុងទៅហើយ ចង់ធ្វើទៀតហើយ ស្លាកស្នាមនេះសញ្ញានេះលេចឡើងបានយ៉ាងម៉េច ចង់ធ្វើទៀតហើយ ស្លាកស្នាមនេះសញ្ញានេះលេចឡើងបានយ៉ាងម៉េច វាមានរហូតមកទេប៉ុន្តែធម្មតាវាមិនដេកឡើងទេតាមសម្គាល់រាល់ពេលដែលខ្ញុំមានអារម្មណ៍ល្អ ឈីសេងក៏មានស្នាមកំណត់នេះដែរលោកគឺឈីសេងមែនទេ ប៉ុន្តែខ្ញុំមិនចាំថាបានសង្គ្រោះនាងទេហើយក៏មិនមានអ្វីពិសេសដូចដែលនាងនិយាយ លោក ដែរ បាត់ការចង់ចាំមែនទេចាអនុស្សាវរីយ៍កាលពីក្មេងវិញ រឿងពីកុមារភាពរបស់ខ្ញុំមិនអាចចាំទេខ្ញុំចាំបានតែទីកន្លែងរស់នៅតែប៉ុណ្ណោះកាលនោះគឺខ្ញុំបាននៅកន្លែងមួយជីវភាពលោកតារបស់ខ្ញុំនិងលោកយាយនៅភូមិថាគូអឺ ភូមិអាំទៅហើយក្មេងប្រុសឈីសេងមកពីភូមិអាំលោកគឺឈីសេងលោកគឺឈីសេង ប៉ុន្តែខ្ញុំមិនចាំទេ ខ្ញុំប្រកាសចិនលោកគឺឈីសេងមិនថាលោកជាអ្នកណាទេខ្ញុំស្រឡាញ់លោកទាំងអស់ សងមីយូខ្ញុំក៏ស្រឡាញ់នាងដែររឿងប្រុសក្មេងកំពូលស្នេហ៍ចប់ដោយបរិបូរណ៍ យើងខ្ញុំសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានទស្សនាខ្សែវីដេអូឃ្លីបនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារសូមអរគុណ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា Chamomile, Peppermint Extract, Natural Antibacterial, Inflammatory និង Aloe Vera សុខភាព Vitamin E Skincare ស្រាលស្រស់ទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីម៉ូស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ